មានបរោះម្នាក់ដែលមានសម្ដែងនៅក្នុងសគាលកៈសោតឬក៏ក្នុងហៅថាសេគាលោវាទសោតនឹងញោមមកឲ្យឪពុកដឹកផ្ដាំកូនថាកូនឲ្យឪពុករស់នៅមិនបានយូរទេមុខតែចាស់ហើយបើអញ្ចឹងកូនឯងនៅរស់រៀនមានជីវិតនៅកូនឯងថ្វាយគុំទិសទាំង6ណាកូនបាទពុកមិនអីទេចាំកូនថ្វាយគុំទិសទាំង6មិនយូរប្រហែលឪពុកនឹងក៏ស្លាប់ទៅហើយដល់តែស្លាប់ទៅកូននឹងគេគោរពតាមឪគេថ្វាយគុំទិសទាំង6នឹងមែនញោមដែលលឺអ្នកស្រុកអ្នកភូមិពីដើមចាស់គាត់ជេរក្មេងថាមិនដឹងទិសណាញោមមិនដឹងទិសមិនដឹងតំបន់ក្មេងនេះមកពីណាមកគ្មានដឹងទិសមិនដឹងតំបន់អីសោះអញ្ចឹងមិនដឹងទិសមិនដឹងតំបន់នឹងញោមធ្លាប់លឺគេជេរអញ្ចឹងឯអត់វិញញោមមិនលឺទេចាស់អាត្មាធ្លាប់លឺហើយឥឡូវប្រយ័ត្នគេជេរមិនដឹងទិសនៅតែមិនដឹងទៀតបងក្មេងនេះបានតែពុកស្លាប់ទៅចេញទៅក្រៅភូមិថ្វាយអង្គមមែនហ្មងពីលិចពីកើតពីជើងពីត្បូងពីលើពីក្រោមទៅគ្រប់ទាំង6ទៅថ្វាយអង្គមរាល់ព្រឹកត្រង់ថាខ្មោចឪពុកអត់អីហូបអត់ដឹងទេអត់គិតអត់ខ្វល់ទេសំខាន់អញថ្វាយអង្គមទៅពួកអញផ្ដាំឲ្យថ្វាយអង្គមទៅថ្វាយអង្គមទៅរហូតនឹងឯងថ្ងៃមួយពុទ្ធក៏យើងមកដល់ពេលព្រឹកព្រៀងស្វាងព្រះសូរិយាព្រះអង្គក៏សួរថាមនាលមាននោះណែឯងធ្វើអីមានមុខនឹងសក់ខោអាវទៅទឹកជោគអញ្ចឹងមាននុកនោះឆ្លើយថាខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំព្រះអង្គកាលពីគាត់រៀនស្លាប់ទៅគាត់ផ្ដាំឲ្យខ្ញុំព្រះអង្គនឹងថ្វាយអង្គមទិសទាំង6ឥឡូវថ្វាយអង្គមតាមហើយថ្វាយអង្គមហើយបានប្រពុតលោកបញ្យល់ប្រាប់ថាមនាលមាននុកទិសទាំង6ហ្នឹងមិនមែនអញ្ចឹងទេឪពុកហ្នឹងណាมันអាចនៅពង្រើកូននៅជាមួយកូនរហូតបានទេឪពុកស្លាប់ទៅក៏ប៉ុន្តែឪពុកផ្ដាំថាបើឲ្យកូននឹងកាន់ធម៌6យ៉ាងបានដូចឪពុកម្ដាយអត់ស្លាប់អញ្ចឹងដូចម៉ែឪនៅជាមួយកូនរហូតនៅមើលនៅថែអាសាកូនរហូតបានព្រះអង្គលើកពីធម៌6ហ្នឹងកុំឲ្យកូនទៅប្រព្រឹត្តខុស6យ៉ាងអបាយមុខទាំង6មានលបែងស្រីលបែងស្រាលបែងពាលាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតនិងសេចក្តីខ្ជិលជាអូ6យ៉ាងនេះបើកូនវាចា6យ៉ាងនឹងបានទ្រព្យសម្បត្តិនៅគង់វង្សហើយចេះតែកើនចម្រើនគ្រួសារមានសុភមង្គលដោយខ្មោចម៉ែឪនឹងអត់ស្លាប់ទៅណាទេដូចនៅតែថែរក្សាកូនហើយបើសិនជាកូនប្រព្រឹត្តផ្ទុយពីនឹងទៅលេងលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតនិងខ្ជិលជាអូហើយកូនណាយលាយលុតអស់ហើយទ្រព្យសម្បត្តិគ្រួសារក៏កើតបំណោះតោះតែងខ្វែងកំណត់ឆ្លោះគ្នាលាក់ខ្លួនក្ររហាមអញ្ចឹងបានឪពុកផ្ដាំកូនអញ្ចឹងហើយម្យ៉ាងទៀតព្រះអង្គលើកពីទោសប្រព្រឹត្តខុសទាំង6នឹងឲ្យស្ដាប់បណ្ណាអាត្មាមិនបានលើកមកទាំងអស់ទេគ្រាន់តែលើកព្រោះខ្លះឧបមាដូចដើរលេងហួសពេលវេលាអញ្ចឹងទៅថាទី1ទៅជន់តាមជើងចោលនាំគេចោតប្រកាន់ទី2ទៅបង្កទំនាស់បង្កចំនួនរួមតាំងពីមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍សពថ្ងៃអ្នកស្លាប់យប់ច្រើនជាងថ្ងៃតែញោមបើតាមសង្កេតមើលគ្រោះថ្នាក់ស្លាប់តាមផ្លូវភាគច្រើនណាយប់នឹងជាងថ្ងៃតែបើថាធ្លាក់ភ្នែកបន្តិចភ្នែកក្រហមបន្តិចហ្នឹងម៉ូតូលេង100ហើយនោះវានៅយឺតឡើយទេណាបើតដល់100ជាងឡើងទៅម៉ាំងប្រើគឺមិនងាយរស់ទេញោមឡានតាមផ្លូវឥឡូវនេះសិតទៅធំឲ្យលឿនណាស់ដូច្នេះទៅជន់បានជើងចោលក៏មានទៅបង្កទំនាស់ចំនួនគ្នាក៏មានអាចឆ្លោះបាយគ្នាហ្នឹងថ្ងៃក៏អត់ស្អីទេសម្បូរទៅយកទៀតខ្ញុំមើលទៅណាដូច្នេះដើរលេងពេលយប់ទៅជន់ពោះជន់ក្អែបខំហ្នឹងក៏មិនសូវថ្ងៃទេច្រើនទៅយប់ទៅទៀតហើយមានអាចោលចាំឆ្លៀតឆ្លៀតឱកាសតែយើងចេញផុតពីផ្ទះមកលួចទ្រព្យយើងក៏ឆ្លៀតពេលយប់ហ្នឹងទៅទៀតដើរលេងពេលយប់នឹងទៅជន់បានជើងចោលទៅជន់មេរោគឡើងផ្ទះទៅបង្កទំនាស់បង្កចំនួនវានាំឲ្យហាញ់ហើយអស់ទ្រព្យសម្បត្តិប្រពន្ធហើយប្តីឆ្លោះគ្នាប្រចាំគ្នាខឹងគ្នាមកទៅពីប្តីដើរលេងយប់ឬប្រពន្ធដើរលេងយប់នឹងដែរបើអញ្ចឹងដើរលេងយប់នឹងគ្រោះថ្នាក់ជាងថ្ងៃទៅទៀតណាញោមបានព្រះអង្គលើកពីទោសសពបែបយ៉ាងដូចជាការខ្ជិលច្រអូសអញ្ចឹងសម័យបច្ចុប្បន្នស្រុកនេះមិនខ្ជិលទេគ្រប់មើលផ្ទះមិនឃើញទេប៉ុន្តែមិនមែនថារិះគន់ជន់ពលិចអីទេគាត់តែចង់រំលឹកដល់កូនខ្មែរសម័យក្រោយផងញោមហើយកុំឲ្យដីចោលពេកខ្យល់បក់អារម្មណ៍ផ្ទះឡើយមានស្រុកខ្លះដីវាឡើងល្វឹងជុំវិញផ្ទះទៅសក្រីមកគុំគ្មានផងប្រទេសម្ដើមគ្មានផងហើយដូច្នេះហើយចាស់ពីដើមគាត់ដាំទ្រុបទ្រុលគាត់របស់របរត្រឹមតែមួយស្លូតអញ្ចឹងឆ្នាំងក្នុងក្រុមគ្រួសារមិនបាច់ចាំទៅទិញឯផ្សារទេក្មេងឥឡូវគេថាអូយបុរាណតិចកុំចាក់កំរិលតិច500តែ1000យកទៅណាមិនអស់គេថាយ៉ាងតែ1000យកទៅណាមិនអស់តែ100ហូបមិនអស់ដល់ពេលគេអត់បានដាំពេលគេអត់បានធ្វើខ្លួនឯងទី1គេអត់បានបញ្ចេញយើងអត់បានហាត់ប្រាណគេຕົកដីឲ្យចោលទៅទេដល់តែដីនៅចោលទៅទេហើយអត់បានហាត់ប្រាណអាសម្រាមសម្រាប់សម្មុំហ្នឹងក៏វាកើតឡើងច្រើនសុខភាពក៏អត់ល្អអត់បានបញ្ចេញជាតិពុលហើយដល់ទៅទិញរបស់គេពីផ្សារលុយហ្នឹងក៏អត់អារបស់ហ្នឹងមិនដឹងគេដាក់ជាតិថ្នាំគីមីស្អីខ្លះទៀតយកមកត្រួតត្រួលវាកើតទៅជារោគកើតទៅជាជំងឺវាអស់លុយថែមទៀតខ្ញុំមិនឃើញណាហើយដល់ពេលយើងធ្វើខ្លួនឯងទៅវាទៅជាយើងនឹងបែកញើសចេញជាតិពុលបានហាត់ប្រាណផងបានសម្អាតដីផងបានដាំឈើដុះម្លប់មានបរិស្ថានមានខ្យល់អុកស៊ីហ្សែនល្អផង
ផងហើយបានហូបខ្លួនឯងធម្មជាតិសុខគ្មានគីមីហើយអត់អស់លុយទៅទិញឯផ្សារទៀតអញ្ចឹងបានលោកបញ្យល់ប្រាប់ថាអាសេចក្តីខ្ជិលជាអូននឹងអាបាយដែលតាមរំមនុស្សឲ្យវិនិច្ឆ័យនាំឲ្យហិនហើយអស់ទ្រព្យសម្បត្តិព្រះអង្គសម្ដែងចប់សោះគ្រប់ទៅបានព្រះអង្គរំលឹកប្រាប់ថាមនាព្រាហ្មណ៍មនានុម្យ៉ាងទៀតទិសទាំង6ក្នុងសាសនាតថាគតនឹងគេរាប់អញ្ចែខាងកើតជាទិសមេត្តាបិតាទិសខាងត្បូងជាទិសគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាសាមណៈព្រាហ្មណ៍ទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសកម្មករញោមស្ដាប់តអីអត់ទិសខាងក្រោយទិសអីគេទិសខាងលិចទិសអីគេទិសខាងលិចគឺបុត្រភរិយាទិសខាងត្បូងគឺអីគេទិសខាងត្បូងគឺគ្រូអាចារ្យទិសខាងកើតគឺអីគេគឺមេត្តាបិតាទិសខាងជើងគឺអីគេគឺមិត្តសម្លាញ់ទិសខាងលើគឺសាមណៈព្រាហ្មណ៍ភិក្ខុសាមណេរទិសខាងក្រោមគឺអីគេគឺទិសកម្មករខ្ញុំបង្រើយើងអីហ្នឹងគ្នាតូចតាចទិសទាំង6នេះព្រះអង្គថាគេឲ្យសង្គ្រោះដល់មនុស្ស6ពួកនេះបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែទិសឪម៉ែឪនៅរស់កូនចៅត្រូវបំពេញកាតព្វកិច្ចតាមបែបរស់បតោនេសាំងបរិសាមីគាត់ធ្លាប់ចាំយើងឥឡូវដល់គាត់ចាស់យើងចាំគាត់វិញហើយបើកិច្ចចាំងនេសាំងបរិសាមីបើគាត់មានកិច្ចរវល់ឯណានេះមួយយើងជាកូនចៅផ្អាកសម្រាប់កិច្ចការងារយើងមកជួយកិច្ចការងារគាត់គាត់ระวังសាំងតបេសាមីពូយើងម៉ែឪយើងធ្លាប់ធ្វើបុណ្យសន្តានកាន់ប្រពៃណីអញ្ចឹងអត់ពីគាត់ទៅយើងកាន់តាមកុំឲ្យគេដៀលខ្មេះថាយីអត់ពីម៉ែពីឪទៅវាអត់ស្គាល់អញជាពុកធំវាជិះម៉ូតូចុកបុកឯងមួយទៀតទាយ៉ាត់ចាំងបដិបជាមីប្រតិបត្តិជាអ្នកទទួលយកមរតកគេអកពីម៉ែឪនឹងកុំឲ្យធ្លាក់ចុះនេះបើម៉ែឪនៅរស់កុំចេះតែលក់តិចលក់ទីបង្ហាញរបស់គាត់អីទុកជាអនុស្សាវរីយ៍ខ្លះផងដល់ម៉ែឪស្លាប់បាក់បែកចែកឋានទៅលោកថាតេខេណានអនុប្រទេសសាមីឲ្យយើងជាកូនចៅធ្វើបុណ្យតេខេណានអនុប្រទេសទៅទៅឲ្យអញ្ចឹងសរុបមកទិសខាងកើតមានន័យថាបើម៉ែឪនៅរស់យើងអញ្ចឹងគាត់ជូនបាយទឹកនំចំណីត្រីសាច់ស្ពុតសៅឲ្យស្បែកបច្ច័យលុយកាក់ប្រាក់កាសពួកច្បាញ់អំកិញចិត្តដល់គាត់ដល់គាត់ស្លាប់ទៅនាំគ្នាធ្វើបុណ្យទៅជូនគាត់នៅនេះសោះដល់ឯងអត់ដឹងខំទៅថ្វាយអង្គមមែនតើយល់ទេណាថ្វាយអង្គមទិសខាងកើតមានន័យថាបើម៉ែនៅរស់អញ្ចឹងគាត់បើគាត់ស្លាប់ទៅឲ្យធ្វើបុណ្យឲ្យឯងអត់ដឹងខំទៅថ្វាយអង្គមមែនតើទិសខាងត្បូងក៏អញ្ចឹងដែររៀនមានចំណេះចេះដឹងពីគ្រូណាមកហើយយើងគោរពបប្រតិបត្តិលោកដល់លោកសកត់ទៅក៏ធ្វើបុណ្យប្រគេនលោកប្រគេនជូនទៅលោកគ្រូហើយទិសខាងលិចបុត្រឬក៏ភរិយាឬក៏ប្តីឬក៏ប្រពន្ធបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងជើងមិត្តសម្លាញ់របស់យើងបើគ្នានៅរស់ជួយគ្នាសង្គ្រោះតាមបែបរស់បើស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងលើសាមណៈព្រាហ្មណ៍យើងស្រឡាញ់រាប់អានភិក្ខុសាមណេរអង្គណាបើលោកនៅរស់ទៅយើងទំនុកតម្រង់លោកតាមបែបរស់ហើយបើលោកសកត់ទៅឲ្យធ្វើបុណ្យប្រគេនលោកផងឯទិសខាងក្រោមទាសកម្មករក៏ចឹងដែរបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ឲ្យធ្វើបុណ្យឲ្យផងគេថ្វាយអង្គមទិសទាំង6ចេះសោះឯងអត់ដឹងបែរទៅជាថ្វាយអង្គមមែនតែនអញ្ចឹងអ្នកដែលមិនដឹងទិសទាំង6នឹងហើយដែលចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់ណណាញោមអញ្ចឹងយើងដឹងហើយថ្ងៃនេះកុំឲ្យចាស់ជេរថាមិនដឹងទិសហើយក្មេងណាដែលដឹងអញ្ចឹងទៅគាត់ដឹងថាបើចាស់ជេរថាមិនដឹងទិសថាមិនដឹងតំបន់មានន័យថាយើងអត់ដឹងម៉ែអត់ដឹងឪតែខ្លីប៉ុណ្ណេះហើយមិនមែនថាមិនដឹងលិចកើតទេគឺថាមិនដឹងម៉ែមិនដឹងឪមិនដឹងកូនទូខុសត្រូវចឹងសរុបមកព្រះអង្គសម្ដែងនៅក្នុងសកិលកៈសូត្របញ្ជាក់ឲ្យកូនចៅបំពេញកាតព្វកិច្ចរបស់ខ្លួនបើម៉ែឪនៅរស់យើងជូនតាមបែបរស់ហើយបើគាត់ស្លាប់ទៅធ្វើបុណ្យតេខេណានុបទានទៅឲ្យបានជាមានប្រវត្តិបុណ្យតេខេណានុបទានហ្នឹងយើងធ្វើទល់តែថ្ងៃនឹងរាល់ថ្ងៃហ្នឹងណាញោមបុណ្យតេខេណានុបទាននេះទៀតសោតអាត្មាគ្រាន់តែលើកបញ្ជាក់ដោយខ្លីថាគេធ្វើប្រកបដោយអង្គ3បើមិនគ្រប់អង្គ3នោះទេមិនបានដល់អ្នកស្លាប់ទេអង្គ3នោះទី1គេថាម្ចាស់បុណ្យនឹងឯងចូលប្រគេនផ្ទាល់ណាញោមផ្ទាល់ដៃបូជនីយសម្បទាដល់ព្រមដល់បកុលគោបូជាជូនដល់យាយដល់តាជូនអាចារ្យប្រគេនប្រសង់ហៅថាសង្ឃាមហិសុបតថេតាអញ្ចឹងយើងត្រូវជូនដល់ដៃទី2គេហៅថាឲ្យយើងនឹងឯងឧទ្ទិសញោមតើតែយើងឧទ្ទិសយើងឧទ្ទិសទៅបើយើងមិនឧទ្ទិសទេអត់បានទេអញ្ចឹងយើងប្រគេនហើយយើងឧទ្ទិសឯចំណែកខាងទី3គេហៅថាអ្នកដែលស្លាប់ទៅនោះគាត់ត្រូវយកអនុមោទនីអ្នកហើយទី2ទាយិកាហ្នឹងឧទ្ទិសសែនអ្នកទាយុអ្នកឧទ្ទិសមិនមែនប្រសងអ្នកឧទ្ទិសមិនមែនអាចារ្យអ្នកឧទ្ទិសទេទាយុគឺម្ចាស់បុណ្យអ្នកឧទ្ទិស
ញោមធ្លាប់ផ្ញើបច្ច័យផ្ញើលុយតាមធនាគារពីប្រទេសអាមេរិកមកខ្មែរឬក៏ផ្ញើពីខ្មែរទៅខ្មែរតាមវិញគេថាអង្គ3ដែរអង្គទី1គេដាក់លុយចូលអង្គទី2គេប្រាប់លេខកូដទៅអ្នកទទួលអង្គទី3អ្នកទទួលនឹងមកដកមានឯកសារបញ្ជាក់មកព្រោះមនុស្សនោះឈ្មោះដូចគ្នាក៏មានមុខដូចគ្នាក៏មានយ៉ាងណាមិញយើងធ្វើផ្ញើសហុយទៅឲ្យអ្នកស្លាប់ក៏អង្គ3ដូចគ្នាដែរទី1ចូលប្រគេនមានន័យថាដូចដាក់របស់ចូលហើយដាក់លុយចូលទី2គេប្រាប់លេខកូដមានន័យថាយើងអត់ទៅចំឈ្មោះណាពីព្រោះខ្មោចស្លាប់ទៅរាប់លានអ្នកអស់ហើយតើយើងធ្វើអត់ទៅជូនខ្មោចណាតើយើងប្រាប់ឲ្យដឹងអានោះដូចប្រាប់លេខកូដហើយទី3អ្នកដែលស្លាប់នោះមកទទួលហើយបើអ្នកស្លាប់នោះមិនដឹងអត់បានទេអញ្ចឹងបើអ្នកស្លាប់នោះមិនមកទទួលក៏អត់បានដែរបានជាគេឲ្យអ្នកស្លាប់នោះមកទទួលហើយចុះបើសិនជាអ្នកស្លាប់នោះមិនដឹងយ៉ាងម៉េចបានអាចារ្យនាំគ្នាសូត្រយ៉ាងកញ្ញអ៊ីមីនីយាទេវតាទេវីកនធ្វានិវេតយងសូមឲ្យផ្ដាំតំណែងតាមទេវតានាំតំណែងទៅប្រាប់ទេវតានាំតំណែងទៅប្រាប់អានឹងបានហើយណាញោមប៉ុន្តែខុសអង្គ3នេះអត់បានទេអាត្មាសង្កេតឃើញញោមចាំមើលណាបើប៉ះពាល់អីកុំប្រកាន់អាត្មាដែលមានលក្ខណៈខុសនឹងត្រូវជួនកាលធ្វើបុណ្យនឹងប្រឹងណាស់សប្បាយណាស់កក្រឹកកក្រែងណាស់ប៉ុន្តែគេថាល្អមើលអត់ល្អហូបទេឆ្ងាញ់តែមាត់អ្នកនៅរស់ប៉ុន្តែអ្នកស្លាប់អត់ទទួលបានទេតែខេណានុប្រទាននេះកម្មវិធីបុណ្យហឹកហាក់ទៅតាមយើងចង់ជួលល្ខោនជួលលបាញ់លបាំឡំជង្កេលេងពី3យប់ពីថ្ងៃកក្រឹកកក្រែងយ៉ាងម៉េចក៏ដោយល្អណាស់ក៏ប៉ុន្តែតែម្លងបេះដូងបុណ្យវគ្គប្រទានវាអត់ទិះមិនដឹងម្ចាស់បុណ្យនៅឯណាបុណ្យនឹងឆ្ងាញ់តែមាត់អ្នកនៅរស់ហើយអ្នកស្លាប់អត់បានទទួលទេអញ្ចឹងទោះបីរវល់ប៉ុណ្ណាក៏ដោយត្រូវតែអញ្ជើញមកប្រហែលជា5នាទីឬ10នាទីពេលគេប្រគេននឹងកុំឲ្យខាតទី1អាចារ្យនាំឲ្យម្ចាស់ទានប្រធានបុណ្យនឹងសមាទានសិលមុននឹងវេអាចារ្យអញ្ជើញទេវតាមកឲ្យអស់សិនទេវតាមកហើយគាត់រតនាសិលដើម្បីអីដើម្បីឲ្យអ្នកដែលត្រៀមចូលប្រគេននឹងមានសិលសិនឲ្យកូនចៅម្ចាស់បុណ្យនឹងមានសិលសិនហើយអាត្មាចំណាំមើលគ្រប់គ្រងបុណ្យដល់អាចារ្យនាំឲ្យសមាទានសិលឃើញតែអ្នកដទៃសមាទានសិលកូនចៅអត់ផងអង្គុយតែថ្មឹងស្រួមបានអាទូរស័ព្ទមួយម្នាក់គិតទៅថតមកគ្នាទៅវិញទៅមកទៅវិញទៅមកសូនអីសូនទៅវិញអីមិនទៅមិនខ្វល់ទេឃើញថតមកលោកខំតារៀបរឹកស្មានគេថតឯងគេ selfie យកតែខ្លួនគេសោះអាតំណឹងហ្នឹងហៅថាខុសគេឲ្យសមាទានសិលមុនវេហ្នឹងគឺគេឲ្យកូនចៅសមាទានសិលមានន័យថាថ្ងៃបុណ្យឧទ្ទិសជូនម៉ែឪគឺថ្ងៃម្ចាស់បុណ្យហ្នឹងកាន់សិលមិនថ្ងៃបុណ្យធ្វើជូនម៉ែឪម្ចាស់បុណ្យផ្ដាច់សិលអស់ទេអត់ទេកុំច្រឡំកម្មវិធីបុណ្យមិនមែនជុំលៀងទេហើយក៏មិនមែនការដែរគឺកម្មវិធីធ្វើបុណ្យជូនម៉ែជូនឪគេឲ្យម្ចាស់បុណ្យថ្ងៃបុណ្យហ្នឹងកាន់សិលប៉ុន្តែអ្នកម្ចាស់បុណ្យអត់បានយល់ពុទ្ធដីកាបែរទៅជាថ្ងៃបុណ្យហ្នឹងផ្ដាច់សិល5ចោលទៅទៅអស់ទ្រង់ទ្រង់ក្រឹកក្រែងទៅគ្រប់ក្រែទៅអត់ចំកម្មវិធីបុណ្យវាហាក់ដូចជាទៅជាជួបលៀងឯណាទៅវិញយកមកឲ្យកូនចៅខ្លះគេតវ៉ាថាអេគេមិនទាន់ថ្វាយខ្លួនផងចូលសមាទានសិលអីនាំតែដាច់ទៅវិញរត់តែបាបអត់ទេបានសិល1ម៉ោងឬ2ម៉ោងគាត់បានជាងអត់សោះសំខាន់បំផុតណាញោមយើងធ្វើជូនម៉ែឪយើងដើម្បីឲ្យទៅបានតើយើងមានសិលសិនបើយើងអត់សិលម៉ែឪអត់ទទួលទេគាត់ថាទទួលទេណាកូនអត់សិលឧបមាអញ្ចឹងណាអញ្ចឹងបានគេឲ្យសមាទានសិលរួចស្រេចយើងអត់ទាន់ឲ្យទៅណាទេនៅអង្គុយនឹងមុខនឹងដូច្នេះសិលទាំង5នឹងនៅពេញទាំងអស់អត់ទាន់ដាច់អីណាមួយហើយពេលនឹងចូលប្រគេនបានបនពេញហើយដល់ប្រគេនរួចហើយទៅរួចហើយលោកទៅវត្តអស់ហើយចប់កម្មវិធីហើយដាច់សិលដាច់ទៅអត់បញ្ហាពីព្រោះយើងបានធ្វើកាលយើងកំពុងមានសិលណាហើយដល់ល្ងាចថៃអ្នកខ្លះថាសមាទានសិលអីគុណគេជួលអកកេះអកកដងអកកំប៉ុងអកដបអកកានប្រមាណកេះទុករយយប់នឹងដាច់អស់វិញហ្នឹងអើវាយប់នោះបានដាច់អីយើងប្រគេនរួចអស់ហើយកំពុងតែមានសិលហើយដល់ពេលប្រគេនរួចហើយចង់អកកេះអកកានអកកដងអកដបអីក៏អកទៅអត់មានបញ្ហាឲ្យទៅលៃម៉ោងឲ្យខុសគ្នាបានសំខាន់ផុតកុំឲ្យតាមម៉ោងប្រគេននឹងចូលអត់ចោះអ្នកខ្លះម៉ោងប្រគេននឹងចូលអត់ចោះទេពីព្រោះអាប្រគេននេះគេច្រើនប្រគេនស្អែកហើយដល់ប្រគេនស្អែកយប់នេះវាជ្រុលខ្លួនអាឡៃអកកេះអកកដងអកកំប៉ុងអកដបអត់បានគេងសោះស្រាប់តែម៉ោង8ម៉ោង9ហើយមិនទាន់ឡើងផងមិនស្រួលដល់តែអាចារ្យនាំវេហើយឲ្យកូនម្ចាស់បុណ្យបាត់ខ្លះហើយគេខ្សាប់មកថាយអត់បានដេកយំឥឡូវលក់អស់ហើយអ្នកខ្លះឡើងមកដែរប៉ុន្តែគ្នាវាធំមាត់ធំកមិនសូវស្រួលហ៊ានទៅក្បែរលោកទេឲ្យវាអត់បដៅទេចឹងមិនបាច់បានចូលប្រគេនអីទេមកវាយើងលេងទេអត់ត្រូវចឹងវាចង់ធំមាត់ធំក៏ចាំលោកទៅវត្តអស់ចាំធំទៅហើយសំខាន់ឲ្យបានចំបេះដូងបុណ្យសិនបានគេឲ្យសមាទានសិលអញ្ចឹងញោមចំណាំទុកលក្ខណៈដែលត្រូវហ្នឹងណាអាចារ្យគ្រប់វត្តរៀបវេគេឲ្យសមាទានសិលគឺគេឲ្យកូនចៅនឹងសមាទានមានន័យថាមួយឆ្នាំមាន365ថ្ងៃសុំតែមួយថ្ងៃថ្ងៃបុណ្យហ្នឹងឯងកាន់សិលមួយថ្ងៃកាន់អត់បានហើយឥឡូវបើមិនបានទេសុំកាន់តែមួយព្រឹកអត់បានទៀតឥឡូវបើមួយព្រឹកសុំមិនបានទេសុំ1ម៉ោងអត់បានទៀតឥឡូវសុំតែ10នាទីត្រឹមតែកន្លែងចូលប្រគេនហ្នឹងគាត់នៅតែមិនបានទៀតអីក៏កំណាញ់ម្លេះញោមមក365ថ្ងៃសុំ10នាទីអត់បានបើចឹងសុំឲ្យកូនចៅសមាទានសិល10 20នាទីទៅក៏កំណាញ់ពេក365ថ្ងៃយើងអត់សិលហើយណានេះទី1ទី2ទៀតវេអាកន្លែងវេហ្នឹងក្រ
ក្រោយពីយើងប្រគេនហើយគេឲ្យយកទិសបើយើងមិនទិសមិនបានទេដូចយើងផ្ញើលុយយើងអត់ប្រាប់លេខកូដអត់មានពីណាទទួលបានទេគាត់ប្រាប់លេខកូដអញ្ចឹងយើងអត់ទិសហ្នឹងដោយប្រាប់លេខកូដដែរទិសទៅដល់ដូនតាមកកងតែសពកសៅយីមកយីមកឯណាអញ្ចឹងយើងសក់ទៅបើយើងមិនចេះឲ្យទិសបានអាចារ្យគេបង្កើតបល័យវេគេថាមួយម៉ាត់ឲ្យយើងថាតាមហើយមិនបានឲ្យយើងថាតាមអញ្ចឹងមិនសុទ្ធរបស់គ្នាមកពីអាចារ្យហ្នឹងប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនកូនចៅឲ្យចេះធ្វើទៀនគេបង្កើតបល័យវេកូនចៅមិនចេះឲ្យទិសកូនចៅថាតាមអាចារ្យទៅមានពាក្យទិសនៅក្នុងហ្នឹងហើយដល់អាចារ្យវេទៅកម្លាំងមើលឃើញតែយាយតាមមិនមែនម្ចាស់បុណ្យអ្នកថាតាមអាចារ្យកូនចៅអត់មកផងហើយដល់កូនចៅអត់មកផងអញ្ចឹងកូនចៅឬកូនចៅមកដែរប៉ុន្តែអត់ថាតាមផងអានឹងហើយដែលខុសអញ្ចឹងមើលអាចារ្យវេថាតាមអាចារ្យទៅណាញោមនេះបានហើយដល់ចប់ចុងក្រោយទៅបើតែជាគាត់មិនបានទទួលទេបានអាចារ្យយ៉ាងកញ្ញិវិញ្ញាយេទេវតាផ្ដាំផ្ញើតាមទេវតាទេវាគាត់ខ្វាននិមិត្តយមនាំដំណឹងទៅប្រាប់ម៉ែឲ្យយើងអានឹងបានហើយសូមឲ្យកូនចៅចំណាំប៉ុណ្ណេះចុះអង្គ3សរុបដោយខ្លីទី1ចូលប្រគិនខ្លួនឯងទី2អ្នកឲ្យទិសខ្លួនឯងទី3អ្នកស្លាប់នឹងទទួលបានបើអ្នកស្លាប់ទទួលមិនបានយើងខ្សឹបខ្សៀវថាផ្ដាំតាមទេវតាឲ្យជួយប្រាប់ម៉ែឲ្យដូនតាខ្ញុំផងទៅបនឲ្យតែប៉ុណ្ណេះចុះហើយផុតពីហ្នឹងទៅញោមធ្វើពីនេះអីក៏ធ្វើចុះកុំឲ្យបនឆ្ងាញ់តែមាត់អ្នកនៅរស់ព្រមពិសាមុនគេហើយញោមព្រមពិសាធ្វើបនឡើងកក្រឹកបនអូយបនឡើងកក្រឹកស្រាប់តែលឺសំឡេងយំនៅជុំវិញវាំងនឹងយប់ឡើងឆ្ងល់ណាស់ទៅសួរព្រះពុទ្ធព្រះអង្គហើយសំឡេងអីស្រែកកក្រឹកជុំវិញវាំងយប់មិញហ្នឹងព្រះពុទ្ធថាមហារាជញាតិរបស់ព្រះអង្គហ្នឹងកើតជាកំណើតប្រែតអស់យូរហើយអត់បានតន់ទៅកើតជាមនុស្សទេវតាមិនតន់បានចំណីអាហារបរិភោគទេគ្នាមានកម្មពីជាតិមុនគេឲ្យរៀបចំចង្ហាន់ប្រទានលោកធ្វើបន់ឲ្យគេឯងអាឡ័យតកូនយំទៀននំទាបង្អែមរបស់លោកហ្នឹងលោកមិនស្ងៀមយកនំលោកហ្នឹងទៅឲ្យកូនដល់កូនហូបទៅបែបឆ្ងាញ់ឯងហ្នឹងលេងជាមួយកូនដែរទៅយូរទៅវាលែងដឹងលោកដឹងប្រសក់ឲ្យហូបឲ្យមុនលោកទាំងអស់ដល់ដូច្នេះទៅច្បោកច្បល់ទៅធ្វើឲ្យគាត់កើតទៅជាប្រែតអស់កាលយូរហើយមិនតន់បានមកកើតជាមនុស្សប៉ុន្តែគាត់ត្រូវបានទទួលបុណ្យកុសលក្នុងសាសនានេះអាចបានចំណីអាហារអាចបានផុតពីកំណើតប្រែតទៅកើតជាមនុស្សអីបានប៉ុន្តែគាត់មានញាតិណាធ្វើឲ្យឥឡូវញាតិរបស់ព្រះអង្គហើយព្រះអង្គធ្វើទៅគ្នាទទួលបានប៉ុន្តែពិសាធ្វើហើយធ្វើបុណ្យឡើងក្រឹកហើយមិនក៏មិនទទួលទៅបានព្រះអង្គថាគ្នាមិនមានសិទ្ធិទទួលទេដោយសារមហារាជមិនបានចូលប្រគេនតលមិនបានឲ្យទៅចំពោះគ្នាអញ្ចឹងបុណ្យហ្នឹងវាឆ្ងាញ់តែអ្នកនៅរស់ទៅឆ្ងាញ់តែមាត់តែនៅរស់អ្នកស្លាប់ទៅអត់មានសិទ្ធិទទួលព្រោះយើងមិនបានទៅដើម្បីឲ្យដល់អ្នកស្លាប់បានពឹងពិសាធ្វើបុណ្យលើកនេះអត់ប្រកាន់នេះលើកមុនថាអង្គតអញអ្នកធំអង្គតអញស្ដេចមិនបាច់ចូលប្រគេននេះជាគេឥឡូវពឹងពិសាចូលប្រគេនតលទៅតលបានដល់អ្នកស្លាប់ណាញោមណាអញ្ចឹងពួកប្រែតទាំងនឹងទទួលផលនឹងបានអ្នកខ្លះទៅកើតជាមនុស្សទៅកើតជាទេវតាព្រមព្រៀនអ្នកខ្លះបានចំណីអាហាររួចពីកំណើតអត់ឃ្លាននឹងទៅនេះនឹងមានប្រវត្តិនៅក្នុងកពីបត្រៃ3ដកយើងញោមបានលើកឡើងថាតេខណានុបទានកុំឲ្យខ្វះអង្គ3ហ្នឹងញោមដឹងដែរអាចារ្យក៏ធ្លាប់លូប្រាប់អាត្មាហើយគេមិនមកហើយគេមិនមកហើយបងបាត់អូនហើយបងបាត់បងមើលនាឡិកាបដាល់មើលទៅគេមកទីនេះគុណអើយហើយចុះហើយឡើងបងមកប្តីឲ្យអាចារ្យមកនេះអាចារ្យនេះហើយខ្ញុំនៅវាមានភីវអ្នកមុខអ្នកការជន់គាត់តែអ្នកធំខ្ញុំយកអាចារ្យឯងមកហ្នឹងជាលួសខ្ញុំជាមុខជាមាត់នោះនេះវេលមិនទៅធ្វើជាលួសខ្ញុំមកជាលួសខ្ញុំគេចេញទៅវិញបាត់អាចារ្យទៅបាទលោកបាទជឿវិញបាទជឿទៅញ៉ៃមើលគេគឺលេងរកឯងធ្វើអាចារ្យទៀតបើអញ្ចឹងហើយមកជំនួសខ្សឹកលោកអីគុណណានេះគុណឯងសូត្រធម៌តាំងពីម៉ោង4គេយប់មិញគេអកកេះអកកណ្ដងអកកំប៉ុងអក10 20កេះលើសបកผ่านមកទេនៅក្រោយផ្ទះឯងសូត្រធម៌តាំងម៉ោង4ទឹករុយមកកំប៉ុងគេមកឲ្យឯងហូបផងសុំអាត្មាបានមកមានតែអាត្មាអត់ដែរឥឡូវហៅគេមិនមកទេហៅបងបាត់បងហៅបងបាត់បងមើលទៅទីគុណនោះអាចារ្យឯងទិញទួយទៅអានទៅវត្តនេះទៅគេមិនស្គាល់ហើយតែគេមិនខ្វល់ហើយប្រយ័ត្នតាអាចារ្យគាត់លួចបនយើងអស់ហើយញោមអាចារ្យត្រង់នេះមិនចេះលួចទេបើអាចារ្យស្រុកខ្លះយកបនយើងទៅមកចុះបើហៅមិនមកអាចារ្យចូលប្រគេនជំនួសពុកអាចារ្យនាំសោតទានសិលខ្ញុំធ្វើហើយព្រះគុណណាឲ្យខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេត្តាបិតាខ្ញុំមិនមេត្តាបិតាណាឯងទេមេត្តាបិតាខ្ញុំហៅមកទៅអីបិតាខ្ញុំអញ្ចឹងយើងអ្នកចំណាយលុយអាចារ្យទៅជូនម៉ែគាត់អត់ប្រយ័ត្នអញ្ចឹងណាហើយបើសិនជាយើងនឹងមកចូលប្រគេនជាមួយដែរមេត្តាបិតាយើងដែរអាចារ្យមេត្តាបិតាខ្ញុំយើងសុំជាមួយទៅយើងមេត្តាបិតាខ្ញុំគេដែរទៅណាបានទាំងអស់គ្នាហើយតែមិនមកអាចារ្យគាត់ជូនទៅម៉ែឲ្យគាត់អស់ប្រយ័ត្នអានឹងចេះយកមកអញ្ចឹងបានវាមានរឿងបុណ្យតេខណានុបទានដែលមានប្រវត្តិហូរហែតែឆ្ងាញ់ទៅមាត់អ្នកនៅរស់ហ្នឹងមានរឿងច្រើននិទានរឿងឲ្យញោមស្ដាប់ដើម្បីឲ្យបានយល់ចូលចិត្តក្នុងបុណ្យនិយាយពីសេដ្ឋីម្នាក់គាត់ស្លាប់ទៅចោលទ្រព្យសម្បត្តិអស់លីងដល់តែចោលទ្រព្យសម្បត្តិទៅគាត់អត់មានទ្រព្យសម្បត្តិអីទៅជាមួយពេលនោះឯង
គាត់កើតទៅជាប្រែតអត់ចំណីអាហារប៉ុន្តែគាត់នឹកថាទ្រព្យសម្បត្តិអញទាំងអស់នៅលើដៃកូនបើអញ្ចឹងអញទៅរកកូនសិនក្រែងលោកបានហូបដល់ទៅរកកូនទៅរកអត់ឃើញទៅឯនេះមិនឃើញទៅឯនោះមិនឃើញគាត់នឹកឃើញថាអូអញកាន់វេទនាកាន់តែយ៉ាប់ហើយទ្រព្យសម្បត្តិអញនៅលើដៃកូនទាំងអស់បើអញមិនទៅរកកូនទេមិនដឹងខែឆ្នាំណាបានបរិភោគទេទៅរកកូនសិនរកទៅវាមិនឃើញតាមពិតកូននឹងវាអញ្ចេះញោមគេដូរផ្ទះដូចដីសម័យយើងឥឡូវវាត្រូវប៉ាន់អញ្ចឹងកូនគេលក់ផ្ទះបាត់លក់ដីបាត់ទៅទិញបរិយនៅឯណាទៅខ្មោចឪពុកខ្មោចម្ដាយអត់ដឹងដល់អត់ដឹងទៅមានអីទៅរកតាផ្ទះចាស់ហ្នឹងអញ្ចឹងបានខ្មែរយើងមានទំនៀមមួយថាបើពេលណាយើងដូរផ្ទះពេលណាយើងទិញផ្ទះថ្មីអីឡើងផ្ទះថ្មីអីយើងសូត្រមន្តដើម្បីប្រកាសឲ្យដូនតានឹងដឹងផងថាយើងមកនៅនេះមកនៅនោះអញ្ចឹងទៅណាហើយដល់ពេលគាត់នឹងអត់បានធ្វើអញ្ចឹងឯណាដល់អត់បានទៅខ្មោចម៉ែឪនឹងមករកតាផ្ទះចាស់នឹងរកអត់ឃើញសោះក៏បានធ្វើដំណើរដើរត្រាច់ពីភូមិមួយទៅភូមិមួយរហូតទៅដល់ក្រុងរាជក្រឹត្យក៏បានទៅបង្ហាញខ្លួនឲ្យស្ដេចអាជាតសត្រូវនឹងឃើញស្ដេចអាជាតសត្រូវលោកឃើញមនុស្សចម្លែកមកបង្ហាញខ្លួនអញ្ចឹងក៏សួរហៅថាណែលោកអ្នកបួសលោកទៅណាប្រែតនោះក៏ប្រាប់ថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីទៅបានប្រែតនឹងនិយាយប្រាប់ថាប្រែតនឹងខ្ញុំពីមុនមកក៏ជាមនុស្សដូចទៅលោកចឹងដែរប៉ុន្តែខ្ញុំមិនបានជឿបុណ្យមិនបានជឿសិលមិនបានជឿទានម្ល៉េះហើយខ្ញុំមិនបានធ្វើបុណ្យធ្វើសិលធ្វើទានអីសោះទើបខ្ញុំមកកើតជាប្រែតគឺកំណត់ព្រលឹងនៅលើដីនេះហើយខ្ញុំអត់ចំណីអាហារខ្ញុំស្រេកឃ្លានណាស់ខ្ញុំដើររកកូនព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានហូបអាជាត្រូវសួរថាចុះលោករកកូននឹងរកឃើញហើយនៅថារកអត់ឃើញទេកូនគេលែងនៅស្រុកហ្នឹងហើយគេដូរស្រុកបាត់ហើយគេទៅនៅលើតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយពីនោះលើតំណែងអញ្ចឹងថាហើយបើអញ្ចឹងលោកធ្វើលោកទៅណាទៀតថាខ្ញុំនឹងទៅតាមរកកូននៅនងទៀតពីព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំមាននៅលើដៃកូនទាំងអស់ហ្នឹងឯងហើយបើសិនជាខ្ញុំមិនទៅរកកូនទេមិនដឹងថាខែឆ្នាំណាខ្ញុំបានរួចពីកំណើតប្រែតនេះទេហើយជាត្រូវលោកដឹងថាលោកទៅក៏ទៅចុះរកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ដល់ខ្ញុំម្ដងទៀតពីព្រោះខ្ញុំហ្នឹងវាចង់ដឹងណាស់មានសំណួរច្រើនចង់សួរគ្រាន់តែផ្ដាំហើយប៉ុណ្ណេះក៏បាត់សមោលទៅខ្ញុំប្រែតហ្នឹងក៏បាត់សមោលទៅតាមពិតប្រែតនោះបង្ហាញខ្លួនដែលយើងឃើញមកផ្លែហើយក៏ធ្វើដំណើរទៅទៀតណាធ្វើដំណើរលិចវាលចូលព្រៃលិចព្រៃចូលវាលដើររកពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយរយនេះមិនឃើញឯនោះមិនឃើញបែកកំណត់ដើររកតាមវត្តក្រែងលោកកូនអញធ្វើបុណ្យឲ្យដើររកតាមវត្តរកមិនឃើញទៀតបែកកំណត់ទៀតអញដើររកតាមរោងបុណ្យគេលោកកូនអញធ្វើបុណ្យឲ្យត្រាក់ទៅរកចុះរកឡើងទៅមើលឃើញខ្ញុំឃើញថ្ងៃមួយឃើញកូនឃើញផ្ទះរបស់កូនណាខ្ញុំឃើញការរបស់កូនហើយឃើញគេកំពុងតែធ្វើបុណ្យក៏អូយមនុស្សនៅក្នុងរោងបុណ្យនឹងឲ្យកក្រឹករាប់រយរាប់ពាន់នាក់ឪពុកម្ដាយអរណាស់ថាអញដើររកកូនយូរហើយឥឡូវរកមិនឃើញស្រាប់តែរកឃើញពិសេសអស្ចារ្យឃើញផ្ទះកូនដ៏ធំស្កឹមស្កៃហើយចំថ្ងៃកូនកំពុងធ្វើបុណ្យទៀតខ្ញុំមើលឃើញដែរអានឹងមានន័យថាដូចរកអស់ផ្ទះជើងងាប់ចឹងដើររកកូនយូរហើយដល់ពេលមករកឃើញរកចំថ្ងៃកូនធ្វើបុណ្យអូយល្អណាស់ញៀវគេរាប់រយរាប់ពាន់នាក់ញោមហើយប៉ុន្តែទីបំផុតខ្មោចឪពុកខ្មោចម្ដាយយំដដែលថាមិនបានយំកូនគេដូរសាសនាបាត់ហើយកូនគេដូរទស្សនៈគេដូរលទ្ធិគេដូរជំនឿហើយគេធ្វើបន់កក្រឹកកក្រែងនោះមិនមែនតាក់គេណានុប្រទានទេគឺគេជប់លៀងឆ្ងាញ់តែមាត់មិត្តភក្តិគេអ្នកនៅរស់ទេគេគ្មានបានបាំងស្គលគ្មានឧទ្ទិសឲ្យម៉ែឲ្យឪអីទេម្ល៉េះហើយខ្មោចម៉ែខ្មោចឪគ្មានទទួលបានអីមួយម៉ាត់ឆ្ងាញ់តែមាត់អ្នកនៅរស់បានត្រឡប់មកវិញនឹកសំណោះខ្លួនណាស់អាត្មាអញឲ្យខំរកទ្រព្យសម្បត្តិតាំងតែពីសក់ខ្មៅរហូតសក់សរិះថាំទុកទ្រព្យសម្បត្តិឲ្យកូនដល់តែឥឡូវអញស្លាប់មកកើតជាប្រែតអញមករកទ្រព្យអញតែមួយម៉ាត់កូនមិនឲ្យផងកំសត់ណាញោមដល់ឃើញកំសត់ចឹងទៅបានសំណោះថាជាសត្រូវផ្ដាំថារកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែប្រាប់ដល់លោកមានសំណួរចង់សួរអញ្ចឹងទៅប្រាប់តែដល់ជាត្រូវក៏សួរថាម៉េចណាអញរកកូនឃើញដែរថារកឃើញប៉ុន្តែកូនគេអត់ធ្វើបុណ្យឲ្យផងគេធ្វើបុណ្យក៏ក្រឹកក៏ក្រែងភ្ញៀវគេច្រើនណាស់ប៉ុន្តែអត់បានទទួលលេខមួយម៉ាត់ឆ្ងាញ់តែមាត់គ្នាគេនឹងគេជប់លៀងសប្បាយតែគ្នាគេអាចជាត្រូវនឹកអាណិតណាស់ចុះប្រែតមួយនឹងអត់អញ្ចឹងចុះអ្នកដតីទៀតដែលកូនចៅមិនគិតមិនគូមិនអត់ដូចគ្នាទៅហើយអញ្ចឹងអាចជាត្រូវក៏ធ្វើបុណ្យទៅឲ្យប្រែតនឹងប្រែតអាណាថាទាំងឡាយដែលអត់មានញាតិធ្វើឲ្យប្រែតទាំងនោះក៏ទទួលបានកសលផលបុណ្យនេះទៅកើតជាមនុស្សទៅកើតជាទេវតាព្រោះព្រាតទៅដោយសារអ្នកដតីគេជួយទេញ៉ាំមកក៏ដែរអញ្ចឹងវាសង្ឃឹមកូនខ្លួនឯងក្នុងពេលនេះគឺអត់សោះដោយសារអីនឹងហើយព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនត្រឹមស្ដាប់ធម៌ធ្វើបុណ្យរាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានអីបន្តិចព្រោះតែធ្វើបុណ្យខុសព្រោះហេតុនឹងហើយបានជាបុណ្យតក្កិណានុប្រទានអីហ្នឹងគេត្រូវរកអាចារ្យរកប្រសងសម្ដែងធម៌ទេសនាបញ្យល់ឲ្យធ្វើឲ្យមិនខុសឲ្យមិនត្រូវឥឡូវយើងមានអាចារ្យដឹកនាំធ្វើត្រូវហើយកុំឲ្យខកខានយោមញាតិពុទ្ធបរិស័ទមេត្តាបិតាដែលស្លាប់ទៅនោះលោកទៅកើតទីណាយើងមិនដឹងទេក៏ប៉ុន្តែមានក្នុងនិទានប្រាប់មកថា
ថ្មនិទានរឿងឲ្យញោមស្ដាប់មួយទៀតនិយាយពីរឿងមេត្តាបៃតាមួយនោះតកូននេសាទពេលនោះឯងមានកូនមួយហ្នឹងកើតមកកូនហ្នឹងហាក់ដូចជាដឹងជាតិដល់កូនដឹងជាតិចឹងទៅនឹកឃើញថាអញកើតជាតិមុនមកតបធ្វើអំពើបាបហើយក៏ទៅនរកប្រែតអស់កាលយូរឥឡូវនេះអញកើតមកជាមនុស្សអញត្រូវតែកាន់សិលប៉ុន្តែខ្លួនឯងមកកើតក្នុងតកូលអ្នកនេសាទហើយក៏អត់ជឿសាសនាពុទ្ធទេញោមឃើញកូននឹងកាន់សិលស្ដីឲ្យកូនថាណែពូជយើងមិនត្រូវមានសិលមានទានអីទេឯងកុំជឿកុំធ្វើបុណ្យកុំកាន់សិលយកកូនទៅជាមួយក្នុងព្រៃកូននឹងទៅឃើញសត្វគេចេះតែលួចប្រឡែងសត្វគេម្ល៉េះហើយម៉ែនឹងថាកូននេះកូនចង្រៃទុកនៅអកាលទេកូនចង្រៃចឹងចេះតែមកប្រឡែងសត្វគេចឹងដូច្នេះក៏លែងឲ្យកូននឹងមកទុកឲ្យកូននឹងនៅផ្ទះកូននឹងនៅផ្ទះចេះតែលួចដុតសំណាញ់ដុតអន្ទាក់របស់គេនឹងរហូតដល់ម៉ែខឹងកូននឹងចាំជាតិថាខ្លាចទៅនរកប្រែតទៀតមិនហ៊ានធ្វើបាបស្រាប់តែម៉ែឲ្យខឹងកាត់កាលកូនចោលមកហ្នឹងឯងកូនឯងចង់កាន់សិលអីចង់ជឿសាសនាកាន់សិលហ្នឹងឯងពូជអញអត់មានសិលទេអត់ជឿទេឥឡូវបើកូនឯងចង់កាន់សិលចុះចេញពីផ្ទះអញទៅអញឈប់ឲ្យនៅលើផ្ទះដេញកូនចុះពីផ្ទះកាត់កាលកូនចោលកូននឹងក្មេងសោះក៏ធ្វើដំណើរដើរទៅជួបព្រះអានន្ទលោកបានបាតព្រះអានន្ទដើរទៅណាកូននឹងដើរតាមស្រាប់តែព្រះអានន្ទបានចង្ហាន់ឆាន់ទៅកូននឹងអង្គុយពីក្រោយខ្នងព្រះអានន្ទឆាន់ហើយក៏សួរថានាងឯងទៅណាមកណាបានជាមកអង្គុយពីក្រោយខ្នងយើងអញ្ចឹងបានកូននឹងប្រាប់ថាខ្ញុំកណាគឺឪពុកម្ដាយកាត់កាលចោលហើយឃើញថាខ្ញុំកណាជាមនុស្សអត់ម៉ែអត់ឪហើយឃើញប្រពន្ធម្ចាស់ជាអ្នកបួសអត់ម៉ែអត់ឪដូចគ្នាហ្នឹងបានខ្ញុំកណាមកអង្គុយពីក្រោយខ្នងហ្នឹងព្រះអានន្ទឃើញអញ្ចឹងអាណិតណាស់ក៏ឲ្យបាយហូបហើយក៏យកទៅវត្តដល់ទៅដល់វត្តលោកក៏បំពោះខ្ញុំបំពោះជាសាមណេរអញ្ចឹងដល់បួសទៅលោករៀនបកែណារៀនចេះចាំពុទ្ធវចនៈបកែក៏លោកលាចេញទៅបួសជាភិក្ខុហើយក៏លោកទៅនៅព្រៃភ្នំសមាធិកម្មដ្ឋាននៅក្នុងភ្នំហ្នឹងមានភិក្ខុ12អង្គអស់កាល3ដល់10ឆ្នាំក្រោយមកទៀតញោមនៅយូរអញ្ចឹងទៅលើស10ឆ្នាំក្រោយមកទៀតលោកធំមែនតើហើយចុះពីភ្នំមកបានបាតថ្ងៃមួយស្រាប់តែលឺសំឡេងសម្រែកស្រែកដល់ប្លែកនៅជើងភ្នំហ្នឹងហើយលោកប្អូនជប់សិនលោកប្អូនលោកងាកមើលមកអីចេះសំឡេងអីណែឯងជាស្អីយើងលឺសំឡេងប៉ុន្តែយើងមិនឃើញតើណែឯងជាស្អីអូតែដឹងថាគេមើលអញមិនឃើញផងដូច្នេះបង្ហាញខ្លួនឲ្យឃើញសោះថាតែកលេចឃើញពុតវានឹងដីស្អីថាលោកប្អូនខ្ញុំគឺជាបងរបស់លោកប្អូនកាលពីជាតិមុនយើងកើតនៅក្នុងតកូលនេសាទជាមួយគ្នាលោកប្អូនមានដឹងដែរពួកយើងដើររកលោកប្អូនយូរខែយូរឆ្នាំហើយអត់ដឹងថាលោកប្អូននៅនេះលោកប្អូនហើយម៉ែរបស់យើងស្លាប់ទៅឪពុករបស់យើងស្លាប់ទៅកើតជាប្រែតអស់ហើយបងរបស់យើងក៏ស្លាប់ទៅកើតជាប្រែតអស់ដែរដោយសារពួកយើងគ្មានសិលគ្មានទានគ្មានបុណ្យអីសោះលោកប្អូនហើយពួកយើងអត់មានទីពឹងទេរត់មករកលោកប្អូនពួកយើងស្រែកឃ្លានណាសូមលោកប្អូនជួយផងបានលោកសង្វេយថាមកផ្ទះស្លាប់ទៅអត់បានមកកើតជាមនុស្សទេវតាអីមួយដោយសារអំពើកម្មមិនអីទេគេរកកន្លែងសម្រាប់ចាំអាត្មាជួយលោកក៏បានទៅបិណ្ឌបាតបានចង្ហាន់បានអីមកទៅក៏យកមកវេធ្វើជាចង្ហាន់បិណ្ឌបាតជាតេខិណានុពទានទៅសូមឧទ្ទិសបុណ្យកុសលឲ្យបានដល់បងដល់មេត្តាបិតាបងប្អូនញាតិរបស់ខ្ញុំទាំងអស់ភិក្ខុសង្ឃផតានុមោទនារួចទៅពួកប្រែតទៅនោះបានចំណីអាហារទឹកយកហើយក៏ប៉ុន្តែវាអត់មានសម្លៀកបំពាក់អញ្ចឹងមកបង្ហាញខ្លួនទៀតថាលោកម្ចាស់ពួកយើងមានចំណីអាហារបរិភោគប៉ុន្តែអត់មានសម្លៀកបំពាក់សោះឃើញខោអាវល្អស្អាតទាញមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះតើមានកម្មពីអីទៅលោកម្ចាស់ជួយផងលោកដើររកស្បងស្បៃត្រៃជាពោរឹសកណាត់ពីរៀនផ្សារពីកណោសារាមបោកគក់ជាលក់បានដេទៅជាស្បងជាសាដកដាក់សាដកប្រគេនទៅប្រសង់ទាំង13អង្គលើភ្នំនឹងថាលោកម្ចាស់ហើយសូមឲ្យបានបុណ្យកុសលនេះដល់ឪពុកដល់ម្ដាយដល់បងប្អូនខ្ញុំគ្រាន់តែប៉ុណ្ណេះញោមកើតទៅជាសម្លៀកបំពាក់ទឹកដល់ឪពុកដល់ម្ដាយដល់បងមកបង្ហាញខ្លួនសំទឹកទៀតលោកក៏បានដងទឹកដាក់ធម្មក្រក់ប្រគេនដល់ភិក្ខុសង្ឃក៏កើតជាស្រះបោកករណីទឹកដល់ពួកទាំងនោះស្រាប់តែពួកនោះក៏សុំថាលោកម្ចាស់ពួកយើងធ្វើដំណើរទៅណាមកណាអត់បានទេដើរវានឹងដីហើយចឹងទៅសូមឲ្យលោកម្ចាស់ជួយផងឲ្យពួកយើងនឹងក៏ដេកនៅលើបាឡានៅលើភ្នូខ្មោចដេកនៅកន្លែងព្រៃមិនល្អលោកម្ចាស់ជួយផងលោកក៏បានរៀបចំដើរសុំឈើគេធ្វើជាកូនតូចកូនខ្ទមប្រគេនដល់ភិក្ខុសង្ឃឧទ្ទិសឲ្យកើតជាសេនាសនៈទឹកដល់ម្ដាយដល់ឪពុកដល់បងហើយរកឆាត់រកស្បែកជើងយកមកប្រគេនភិក្ខុសង្ឃជាមធ្យោបាយធ្វើដំណើរសម្រាប់ឲ្យម្ដាយឪពុកបានយានទឹកគ្រាន់តែប៉ុណ្ណេះញោមឲ្យម្ដាយឪពុកនិងបងនោះសម្រាប់ផលនោះមានយានទឹកមានសេនាសនៈទឹកកើតទៅជាទេវបុត្រទេវធីតាមានវិមានទឹកចង់ទៅណាមកណាដែរទៅលើអាកាសដោយស្រួលហោះហើរដោយទេវតាដទៃដែរបានមកបង្ហាញខ្លួនឲ្យលោកឃើញថារិគុណម្ចាស់កូនឃើញទេឪពុកម្ដាយនិងបងប្អូនទាំងអស់បានរួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវបុត្រទេវធីតាពេលនេះដោយសារអីដោយសារបុណ្យបច្ច័យ4ដែលកូនធ្វើឧទ្ទិសជូនមកនឹងឥឡូវម៉ែបានទទួលហើយខ្ញុំមើលក៏ដែរអាសម្លៀកបំពាក់ហ្នឹងជាចៃវរៈបច្ច័យអាបណ្ឌបាតហ្នឹងគឺបណ្ឌបាតបច្ច័យអាធ្វើគាត់ធ្វើសាលាហ្នឹងជាសេនាសនៈបច្ច័យរួចប្រគេនថ្នាំប្រគេនទឹកប្រគេនភេសជ្ជៈជាកិលេសភេសជ្ជៈបច្ច័យឥឡូវរបស់ដែលកូនធ្វើហ្នឹងបានដល់ឪពុកដល់ម្ដាយហើយកើតទៅជាយានទឹកកើតទៅជាសេនាសនៈទឹកជាសម្បត្តិទឹកដោយទេវបុត្រទេវធីតានេះដោយ
សាកូនឥឡូវឪពុកម្ដាយមកនេះថ្វាយអង្គមអរគុណលោកកូនហើយសូមឲ្យលោកកូនសុខក្នុងភ្នោះឥឡូវឪពុកម្ដាយនឹងបងសូមលាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ក៏ទៅបាទទៅនេះរឿងរ៉ាវក្នុងបត្រៃបិដកភាគ52យើងនឹងណាភាគ56ខ្ញុំនៅក្នុងបត្រៃបិដកយើងនឹងនិទានពីសម័យព្រះមានដល់ម្លឹងបានជាយើងនាំគ្នាធ្វើតាមខ្ញុំមើលយើងធ្វើគ្រឿងបច្ច័យ4ជាតក្កណានុប្រទានឧទ្ទិសជូនដល់ឪពុកដល់ម្ដាយដល់បងក៏បានហើយចំណែកព្រះសិរីបុត្រកំពុងតែគង់សក់ម្ដាយជាតិមុនមកបង្ហាញខ្លួនសមអញ្ចឹងដែរថាម្ដាយកើតជាប្រែតមិនទាន់បានរួចពីកម្មពីទេសូមឲ្យលោកកូនជួយផងលោកនឹងក៏បានរចង្ហាន់ជួយជាតក្កណានុប្រទានឧទ្ទិសទៅក៏បានដល់ម្ដាយដល់អីចឹងទៅម្ដាយជាតិមុននឹងក៏បានទៅកើតក្នុងឋានសួគ៌បង្ហាញខ្លួនដល់កូនដូចគ្នាចឹងដែររឿងសបណ្ណភិក្ខុក៏ដូចគ្នាចឹងដែរឪពុកកើតជាប្រែតម្ដាយនឹងទៅផ្លឹកទៅនរោហើយដល់ពេលម្ដាយនឹងចេញរួចមកវិញធ្វើបុណ្យទៅបំពោះកូនជាភិក្ខុថ្ងៃបុណ្យនោះទិកសលទៅឲ្យឪពុកក្នុងផងឪពុកនឹងរួចពីកំណើតប្រែតបានកើតជាទេវបុត្រម្ដាយអស់អាយុទៅបានកើតជាទេវធីតាឪពុកម្ដាយទាំងពីរជួបគ្នានៅឋានសួគ៌ក៏ចុះមកបង្ហាញខ្លួនឲ្យសបិនឃើញថាលោកកូនឪពុកម្ដាយបានរួចពីកំណើតនេះដោយសារបុណ្យដែលលោកកូនធ្វើឲ្យអញ្ចឹងបានយើងមកថ្វាយគុំអរគុណលោកកូនញោមមើលតែប៉ុណ្ណេះទេណាហើយពួកទេវតាទាំងនឹងឲ្យពរដល់កូនចៅឲ្យរស់រៀនមានជីវិតនៅសុខសប្បាយរកទទួលទានមានបានការមានគុំហេតុនេះហើយបានមានទំនៀមធ្វើតក្កណានុប្រទានធ្វើបុណ្យជូនដល់លោកឪពុកអ្នកម្ដាយតរហូតមកដល់ពេលហ្នឹងអញ្ចឹងណាញោមណាឥឡូវយើងធ្វើជូនទៅដល់អ្នកស្លាប់មានហើយក៏ប៉ុន្តែចំណែកខ្លួនយើងអ្នកនៅរស់រៀនមានជីវិតនេះក៏យើងសំបុណ្យទុកខ្លួនយើងដែរគេថាកូនចៅណាដឹងគុណមេត្តាបៃតាប៉ុណ្ណេះជាមហាស្នេហ៍ប្រកែបំផុតញោមតាក់ដោយទេវតាតាក់ដោយព្រះអន្តព្រំតាមស្រឡាញ់នឹងលើសាយការលឹងថោងទៀតញោមទៅណាក៏គេស្រឡាញ់ទៅចូលចិត្តគេអាណិតគេអសូរទេវតាគ្រប់ទីកន្លែងតាមថែអាសាមនុស្សនេះគេហៅថាកូនមិនចយត់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបាហាឆ្នាំពឹសឆ្នាំពុលទេសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចាំម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ឈឺទី4កូនណាធ្វើបន់សពពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងទុកដាក់សាកសពឬអធិធាតុម៉ែឪឲ្យសមគួរទី6កូនណានៅតែនឹកអលិតធ្វើបន់តក្កណានុប្រទានឧទ្ទិសជូនម៉ែឪរឿយប៉ុណ្ណេះគេហៅកូនមិនចយត់កូននឹងមានធម៌កតញ្ញូទេវតាតាមថែអាសាលោកហៅថាសុភិលោកហៅថាយោមេតារាំងពេតារាំងវាមកចោលថាមានបោសតិទេវាពេនឹងទីកែឆន្ទតិមេតាពេតិប្រាំងតារាំងកូនប្រុសស្រីណាមានធម៌កតញ្ញូទៅប៉ុណ្ណេះទៅប្រទេសណាទៅខេត្តណាទៅស្រុកណាទេវតានៅទីកន្លែងនោះតាមថែអាសាកូននឹងសំបីតែប្អិនណាញោមរៀបចេញដំណើរទៅណាមិនលើកដៃសុភ័ក្រពីលើចុះក្រោមនាងតលៃទេវបុត្រសួរថាព្រះអង្គថ្វាយគុំទៅណាប្អិនថាថ្វាយគុំកូនចៅណាដែលមានធម៌កតញ្ញូចាំម៉ែចាំឪនឹកគុណម៉ែឪថ្វាយគុំទៅនោះម្ល៉េះហើយទេវតាគ្រប់កន្លែងក៏ថ្វាយគុំតាមថែអាសាតាមទាំងកលតតិបនីលោកសម្ដែងថាមង្គល38ប្រការព្រះអង្គរកឃើញក្នុងនោះមានមង្គលមួយថាមេត្តាបេតោបដ្ឋានังអេតាមង្គលមុតតមង្គកូនប្រុសស្រីណាទំនុកម្រងមេត្តាបៃតាឈ្មោះថាមង្គលដល់ដំគ្រួសារនឹងមានសុភមង្គលមានកូនក៏កូនល្អមានចៅក៏ចៅល្អមានកូនប្រសាក៏កូនប្រសាល្អញោមណាក៏ប៉ុន្តែបើយើងមិននឹកនាដល់ម៉ែដល់ឪទេក្នុងបារាវិនិច្ឆ័យមាន12ប្រការនោះមានវិនិច្ឆ័យមួយនោះកន្លែងគាថាទី4នោះលោកថាម៉េចកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបៃតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យអស់ទ្រព្យអស់លៀបអស់យុះអស់សាក់គេមើលងាយធ្លាក់ខ្លួនជើងបែកបាក់ទាស់តែងខ្វែងកំណត់ដោយសារយើងធ្វើឲ្យព្រះក្តៅកាហាយដូច្នេះកូនចៅកាន់ធម៌អញ្ចេះថែរក្សាព្រះឲ្យព្រះតិចតិជុំព្រះអង្គឬក៏ថាគុណមេត្តាបៃតាជាព្រះនឹងឲ្យពរដល់កូនដល់ចៅរស់រៀនមានជីវិតនៅសុខសប្បាយគ្រួសារនឹងរកទទួលទានមានបានកើតការគុណតិចតិជុំតរៀងទៅដូច្នេះហើយមេត្តាបៃតាដូនតាដែលបាក់បែកចែកឋានទៅទាំងនោះសូមទទួលកុសលផលបុណ្យពីកូនចៅសោយសម្បត្តិតាមសេចក្តីប្រាថ្នាចោសូមទេវតាទាំងឡាយអនុមោទនាកុសលផលបុណ្យហើយជួយនាំដំណឹងទៅប្រាប់ដល់បុព្វការីជនទាំងនោះឲ្យទទួលផងហើយសូមទេវតាជួយថែរក្សាការពារញោមទាំងអស់គ្នាឲ្យរស់នៅឲ្យបានយូរអាយុវែងកុំឲ្យឈឺកុំឲ្យជំងឺអាពាហ៍ពិពាហ៍អីណាញោមណាហើយចំណែកញោមញាតិជាភ្ញៀវកតញ្ញូដែលអញ្ជើញមកទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គយើងក៏មានមេត្តាបៃតាដូនតារៀងខ្លួនស្លាប់បែកចែកឋានទៅដែរយើងឧទ្ទិសកុសលផលបុណ្យនេះបានដល់មេត្តាបៃតាដូនតាយើងរៀងខ្លួនបានដែរញោមញាតិពុទ្ធបរិស័ទដែរអត់មានពីណាចង់ទីរឿងស្លាប់តែគេញោមញាតិចង់អីអាត្មាមិនដឹងទេប៉ុន្តែបើចំពោះអាត្មាមិនចង់ស្លាប់សោះតែម្ដងឃើញតាមផ្លូវអីឃើញគេដាក់មេនគេដាក់មឈូអីតបតែងស្អាតអីអ្នកខ្លះទៅសើទៅមានគេស្អាតដល់ល្អណាស់អាត្មាមើលទៅអត់ស្អាតមើលទៅអត់ស្អាតអត់តន់ស្រឡាញ់ឃើញខ្លះឃើញចិត្តដីនេះស្អាតល្អក៏អាត្មាអត់តន់ស្រឡាញ់ដែរបើសិនជាគេឲ្យតម្រង់ជួវិញញោមអាតម្រង់ជួទៅរកស្លាប់ហ្នឹងសុំនៅក្រោយបើតម្រង់ជួចែកណោយសុំនៅមុខហើយបើតម្រង់ជួទៅរកកន្លែងហូបចុកអាហ្នឹងសុំនៅកណ្ដាលដូច្នេះលោកថាអត់មាននរណាមួយចង់ស្លាប់ពាក្យកំណាស់បុរាណថាមនុស្សក្នុងលោកការាល់រូបអាត្មាខ្លាចណាស់លិមួកប៉ុន្តែក្នុងពាក្យនោះគេមិនថាលិមួកទេគេថាពាក្យអីគេនោះតែតាមការពិតពិនិត្យជាស្រេចមនុស្សស្ពាយថងលិមួកនឹងដើរត្រាច់សត្វឋានមនុស្សខ្លាចសេចក្តីស្លាប់ប៉ុន្តែមនុស្សអោបចាប់សេចក្តីស្លាប់គ្រប់ប្រាណ
មានន័យថាយើងស្អប់លីមួប៉ុន្តែទៅណាក៏ស្ពាយទៅតាមដែរវាមិនជឿវះពោះមើលប៉ុន្តែកុំវះអាត្មាវះយោហើយមនុស្សខ្លាចសេចក្តីស្លាប់ប៉ុន្តែទីបំផុតស្ពាយសេចក្តីស្លាប់ទៅតាមបើអញ្ចឹងចង់សួរញោមមួយម៉ាត់ចាំឆ្លើយជាមួយអាត្មាតើនៅក្នុងលោកនេះមនុស្សយើងខ្លាចអីជាងគេបំផុតញោមអ្នកខ្លះថាខ្លាចខ្មោចអ្នកខ្លះថាខ្លាចព្រាយអ្នកខ្លះថាខ្លាចអាបអ្នកខ្លះថាខ្លាចពស់អ្នកខ្លះខ្លាចតកៅមិនទាន់ដល់កំណត់ទេរឿងអ្នកខ្លាចពស់រឿងអ្នកខ្លាចតកៅអេសសងអង្គមកទេវងវិតាបេសែងកងដូចតលះក្រាំងរត់កាត់ព្រៃពស់រត់កាត់ព្រៃតកៅតពួនក្នុងព្រៃលែងខ្លាចអស់និយាយពីអ្នកខ្លាចភ្នូខ្មោចមិនហ៊ានដើរចិត្តទេជាតាស្លាប់កាត់តលះប្រាញអស់ទៅពួនភ្នូខ្មោចចាក់ពីពេលនេះបងខ្លាចខ្មោចតែទៅដល់ទៅស្លាប់កាត់តលះមកវាខ្លាចងាប់ជាងខ្មោចទៅទៀតដូច្នេះរត់ទៅពួនអញ្ចឹងបានយើងឃើញថាអាសេចក្តីស្លាប់នេះធំណាស់សម័យសង្គ្រាមជប៉ុនគេឲ្យពវិពមៀលធំសាំងមួយចេញពីបាត់ស្ទឹងសង្កែខេត្តបាត់ដំបងគ្នា5នាក់ពមៀលមិនឡើងដកម្នាក់បាញ់ចោលនៅ4នាក់ពមៀលរួចកាល5នាក់ពមៀលអត់រួចដកម្នាក់បាញ់ចោលនៅ4នាក់ពមៀលរួចមកចំនួនប៉ុលពតដើមថ្នោតមួយដើមគេឲ្យសាយ5នាក់សាយមិនរួចជ្រេងជ្រុំដកម្នាក់បាញ់ចោលនៅ4នាក់សាយរួចណាអារឿងនេះមកពីអីមកពីអាខ្លាចស្លាប់នឹងវាខ្លាំងជាងខ្លាចអីទាំងអស់ដូច្នេះមនុស្សមិនចង់ទេរឿងសេចក្តីស្លាប់នឹងហើយឥឡូវបើមិនចង់ទេញោមយានណាចង់ទៅនិយាយអាត្មាចំណាស់ប៉ុណ្ណេះអត់មានចង់ស្លាប់អីតិចទេចំណាស់ប៉ុណ្ណេះលែងចង់ស្លាប់ហើយណាញោមណាគាត់ថាយើងខាត់វាមិនបានមែនមិនចង់ស្លាប់មែនតែនៅហើយសូមឲ្យនៅអាក្រោយគេចោលអីចឹងបរិស័ទទាំងឡាយអាត្មាសួរមួយទៀតលៀបអីដែលសំខាន់ជាងគេបំផុតដែលលៀបដែលយើងត្រូវទទួលបានដែលលៀបដែលល្អជាងគេបំផុតតើលៀបអីញោមការមិនមានរោគអរោគជាបរមាលាភិបព្រះអង្គថាបើការមិនមានរោគជាលៀបដ៏ឧត្តមពីព្រោះថាមនុស្សទៅធ្វើជាចវាយខេតចវាយស្រុកអាចឧត្តមលោកជំទាវធ្វើសេដ្ឋីធ្វើត្រកែធ្វើអ្នកជំនួយធ្វើអ្នករស់ស៊ីធ្វើគ្រូធ្វើសាស្ត្រាចារ្យតលមនុស្សនឹងសុខភាពល្អមិនឈឺបានទៅធ្វើកើតអញ្ចឹងអ្នកទៅជំនួយទៅរស់ស៊ីតលសុខភាពល្អកុំឲ្យឈឺបានទៅកើតហើយបើដេញនឹងកន្ទេលហើយរកលុយចូលអត់បានហើយអស់លុយថែមទៀតមិនអញ្ចឹងយោអញ្ចឹងអាការមិនមានរោគនឹងវាធ្វើឲ្យយើងអាចទៅរកលុយថែមទៀតបានគេថាអាការមិនមានរោគជាលៀបដ៏ឧត្តមអញ្ចឹងញោមចង់បានរោគអីដល់អត់ចង់ទេដូច្នេះយើងមិនចង់ស្លាប់ប៉ុន្តែប្រពុតលោកសំដែងអញ្ចេះសពេសតាមរិសន្តិមរណន្តងហេជីវិតាំងយថាកម្មង្កមិសន្តិបញ្ញបាបពលុបគិនិយ៉ាងបាបកម្មន្តាបញ្ញកម្មចក្សោកតੰព្រេងថាម៉េចទៅដល់បានទេអត់បានទេលោកថាសត្វទាំងអស់គឺមនុស្សសត្វទាំងអស់ដែលកើតឡើងមកគេមិនផុតពីស្លាប់ហើយក្រោយពីស្លាប់ទៅពីព្រោះថាសេចក្តីស្លាប់នោះនៅខាងចុងបំផុតឡើងជិះម៉ូតូទៅថាមិនឲ្យយកសេចក្តីស្លាប់ទៅស្រាប់តែគ្រាន់តែបុកគេមិនក៏ស្លាប់ដែរឡើងជិះកណូតទៅថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែលេចទូក៏ស្លាប់ដែរទៅធ្វើដំណើរទៅប្រាំងថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែខ្យល់កក៏ស្លាប់ដែរអញ្ចឹងសេចក្តីស្លាប់តោងនៅក្បែរយើងនឹងឲ្យតែឆ្លៀតឱកាសវានឹងច្បាច់កយើងយកហ្មងដូច្នេះហើយមនុស្សទាំងអស់សិតតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណក្រោយពីស្លាប់ទៅអ្នកណាធ្វើបុណ្យអានច្រើននៅទៅកើតជាមនុស្សទេវតាអ្នកណាធ្វើបាបទៅក្នុងអបាយភូមិមានរូបប្រែតិរិឆានជាដើមចឹងហើយបានលោកបញ្យល់ថាអស្មាតរិយកល្យាណੰនិច្ចយ៉ាងសម្ប្រាយកម្មបញ្ញានិបរលោកកាស្មិបតថាហោតិបានិណាព្រោះហេតុនោះហើយសាធុជនដែលមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំគ្រាន់បានជាទីពឹងទៅក្នុងភពខាងនេះព្រោះថាទ្រព្យសម្បត្តិទាំងអស់យកទៅអត់បានទេស្លាប់ទៅអនន្តស័យថៃមានទ្រព្យច្រើនក៏កំណត់ទុកទៀតស្លាប់ទៅកើតជាអ្នកដើរសុំទៀងទេមកសុំដល់អាផ្ទះខ្លួនឯងពីជាតិមុនទ្រព្យខ្លួនឯងគេមិនឲ្យគេវាយហូបបោះចោលទៀតប៉ុន្តែជាតិមុនគាត់ម្ចាស់ទ្រព្យហ្នឹងដល់គាត់ស្លាប់ទៅគាត់កើតជាអ្នកសុំទៀងទេចោលទ្រព្យទៅឲ្យអ្នកដទៃគេប្រាំយើងមើលទៅណាសេដ្ឋីម្នាក់ទៀតកើតជាសេដ្ឋីដែរមិនជឿបុណ្យមិនជឿបាបជេរតែពិខុសង្ឃជេរតែព្រះស្លាប់ទៅកើតជាសត្វឆ្កែនៅក្នុងផ្ទះខ្លួនឯងលោកមកបានបាត់ឈប់រូបលោកទៀតព្រះមកបានបាត់ជេរព្រះទៀតបានព្រះអង្គជាអធិអ្នកលោកសេដ្ឋីកាលមុនជេរតថាគតខ្លាំងបានទៅកើតជាឆ្កែហើយឥឡូវមកជេរទៀតតែអបជ័យបានឆ្កែរូបភ្ញាក់លឹកមើលខ្លួនឯងអាចជាឆ្កែដែររត់ទៅពួនក្រុងផ្ទះខ្លោបទៅខ្លោបលឹកជាបានដឹងថាជីវិតកើតជាមនុស្សនេះស្លាប់អត់ទៀងទេបើមានបុណ្យខ្លាំងស្លាប់មកបានកើតជាមនុស្សវិញបើមានបាបខ្លាំងស្លាប់ទៅអត់បានមកមនុស្សទេហើយបើបានស្លាប់ទៅកើតជាសត្វមុខជាសត្វខ្លាចប់ខ្ញុំមិនដឹងថ្ងៃណាបានមកមនុស្សទេព្រមតែឃើញវាធ្វើបុណ្យផងអាសត្វខ្លាមើលក្នុងឯកសារសត្វខំតែគេមួយថ្ងៃនោះបានរហូតមួយជីវិតហើយបើអាសត្វមុខវិញនិយាយពីខំទាំងយាយខំទាំងតាខំទាំងអាចារ្យខំទាំងលោករត់តែកេះទៀត
mà chỉ biết những ông đang ngày nào ban rồi chứ mà mình khơi thơ vẫn khơi ta đào khăm cái từ lâu rồi cho nên ban cao chỉ mà lúcนี้ภาษาไทยพลาปรุមានបញ្ញាអាចដឹងខុសដឹងត្រូវប៉ុន្តែអាសិក្តីស្លាប់មិនទៀងមិនដឹងថ្ងៃណាហ្នឹងបានលោកផ្ដាំថាឲ្យខំធ្វើបុណ្យបដាទុកឲ្យហើយវាស្លាប់ទៅជាយើងបានបុណ្យនោះបានមកកើតជាមនុស្សបុគ្គលពួកខ្លះគេបបួលលះឲ្យទៅធ្វើបុណ្យចេះតែប្រកែកជជែកថាជាប់ការងារកំពុងតែកូនឲ្យទៅធ្វើបុណ្យទៅមិនកើតទេតែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិថៅនោះគេសែងយកទៅដុតទៅកប់ចោលទៅទេមិនក៏មិនប្រកែកថាលួលទេទៅបុគ្គលបែបនេះហៅគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សោះស្មាននេះខុសសោះមិនស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារបង្វេងជ្រៅជ្រងមិនគិតស្វែងរកពីនសាលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាលោកខ្លួនស្លាប់ទៅលះនរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រេះរស់អត់អាហារតើទ្រព្យសម្បត្តិឯណាមកជួយយើងបានដូច្នេះហើយមានទ្រព្យតិចតួចមានការចង់លួចភ្លើងឆេះអស់ទៅការខ្លួននៅរស់របស់គុំនៅដល់តែខ្លួនស្លាប់ទៅអាសាសូន្យសោះសង្ឃឹមកូនចៅនៅខាងក្រោយមកទៅធ្វើបុណ្យឲ្យជួនកាលឲ្យតែអាចារ្យហៅឈ្មោះអត់បានចូលទៅបានចូលប្រគេននេះផងទៅពេលដាច់ជាឆ្នាំងបាយកំលុះក៏បាត់ទទួលបញ្ចុះកំពុងគ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាន់តបថាដែលខ្លួនបំរុងគេថាទ្រព្យគេមិនខ្ចីយកមកដាក់បន្លំនេះគេទៅទិញអាបន្លំមហោក្នុងគេដាក់លក់នោះយកមកវះសកសមកកេះនៅទីក្នុងយហោខ្លួនមកគ្រឿងមាសគ្រឿងស្ពាន់តបថាដែលខ្លួនបំរុងគេទុកចែកគ្នាហេតុដូច្នោះនៃរូបប្រុសស្រីគួរតែគិតដាក់នៃចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយមានតែសិលមានតែទាននេះទេជាស្ពានចម្លងជាទូកជាក្តារជាវាយចែកឆ្លងរូបនាំរំលងវាលវត្តសង្សារនេះទៅបានណាញោមណាចឹងបានលោកថាឲ្យធ្វើបដាទៅការស្លាប់វាមិនទៀងអញ្ចឹងព្រោះហេតុអីស្លាប់រាល់ថ្ងៃនេះមានប្រមាណប្រភេទញោមស្លាប់មានច្រើនប្រភេទបណ្ណាអាត្មាសង្ខេបដោយខ្លីមានតែខ្លះស្លាប់អង្គុយស្លាប់ឈរស្លាប់នៅផ្ទះស្លាប់នៅផ្ទះតែមិនចង់និយាយទេថាស្លាប់សង្ខេបដោយខ្លីមាន4ញោមមានចាំស្ដាប់មើលស្រឡាញ់មួយណាឬយកមួយក្នុងថាអាត្មាមួយណាក៏មិនរឹកដែរស្លាប់ទី1គេថាអាយុខយមរណៈស្លាប់ដោយអស់អាយុទី2កម្មខយមរណៈស្លាប់ដោយអស់បុណ្យទី3ឧបយខយមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យដំណើរគ្នាទី4ឧបឆេតកកម្មនីស្លាប់ដោយកម្មពៀមកកម្មផ្ដាច់ដោយអស់អាយុខៃមនុស្សសពថ្ងៃចាប់តែពី75អីឡើងទៅនឹងអស់ភាគច្រើនបំផុតជុំវិញ100លើសពី100ក្រោម100ជុំវិញ100ហ្នឹងឯងអាយុខៃមនុស្សអញ្ចឹងបើណាបាន8 9 100ហ្នឹងសំរុំហើយគាត់ស្លាប់ទៅព្រោះរូបរាងកាយគាត់វាចាស់ទ្រុឌទ្រោមហើយភាសាអ្នកឥឡូវគេថា expire ហើយហូតលេព្រឺអីលែងកើតដែរបើអាយុវានៅតិចបាក់ថ្មិញតថ្មិញបាក់ចង់បាក់ដៃតដៃដល់ចាស់មែនទែនដូចកង់អញ្ចឹងឯងខូចកង់ដូរកង់ខូចកម្មដូរកម្មខូចនឹងដូរនឹងអាទេសអីចឹងដល់ពេលវាចាស់វាពុកព្រោះមែនទែនទៅប្រវត្តិចោលទៅយ៉ាងពេលថ្មីទិញកង់ថ្មីនេះចឹងណារូបរាងកាយយើងអញ្ចឹងដែរនេះបានគេហៅថាស្លាប់ដោយសារអស់អាយុទី2គេថាស្លាប់ដោយសារកម្មខយមរណៈដោយសារអស់បុណ្យមនុស្សយើងអ្នកខ្លះគាត់និយាយប្រមាណថាអូយអញគុំទៅខ្វល់អញមិនទាន់ទៅវត្តទេអារឿងវត្តពូគុំទៅទេប៉ុន្តែពូទៅនៅថ្ងៃដែលគេហែពូយកទៅដុតនឹងតំងអ្នកខ្លះបើថាខ្ញុំមិនទៅសំសិលទេចាំរត់លុយឲ្យបានច្រើនទៅទិញសិលយកមកទិញទៅគេលក់ឡើយអ្នកខ្លះថាអូយគុំទៅខ្វល់សម្បត្តិមនុស្សហ្នឹងវានៅទាំងសាច់ថ្លែងមកនឹងស្ដារហើយតែបានអានឹងទៅវាសម្បត្តិមនុស្សហើយសម្បត្តិទេវតាមានតែធុកហើយនឹងទៀនហើយសម្បត្តិនឹងទៀនមានដំងប្រយោជន៍អីទៅភ័យអីកុំទៅខ្វល់រលុយរកកៅតែបានចាយវិញគ្រប់គ្រាន់ទៅក៏ថាហ្នឹងឯងថាសួរគាត់ស្រាប់តែបានលុយចាយទិញផ្ទះធំមានឡាននេះតែស្លាប់គ្រូលុយនៅស្បែកក៏ស្លាប់តែថាឲ្យតែមានលុយកាក់ចាយមានបាយហូបគ្រាន់អាហ្នឹងឯងសុខសប្បាយហើយឥឡូវមានហើយមិនក៏នៅស្លាប់អ្នកខ្លះស្លាប់ទៅអាយុ20 30កម្លាំងក៏នៅសាច់ក៏នៅចង់ក៏នៅមាត់លុយក៏នៅមានឡានតំទិញថ្មីផ្ទះតំទិញថ្មីដីតំទិញប្រហែលហិកតាទៀតជាការស្វ័យចាត់ទីការមិនហើយមិនក៏ដោយសារអស់បុណ្យមិនមែនដោយសារអស់ទ្រព្យសម្បត្តិទេអស់បុណ្យទ្រព្យសម្បត្តិនៅមានប៉ុន្តែអស់បុណ្យស្ត្រីម្នាក់ស្ត្រីនឹងឈ្មោះនាងសេរនីអាយុ8 ដល់ 10ស្អាតណាស់ស្អាតជាងអាត្មា2លានកន្លះដងនេះតាមស្មានប៉ុន្តែចេះរឿងរូបម៉ែឪនិយាយបដៅមិនស្ដាប់សិតតែថាម៉ែឪនឹងចាស់កំរិលទៅជឿស្អីបនបាវាមានរូបប្រែកមានព្រំមានទេវតាស្អីក៏ទៅជឿទៅចាស់កំរិលអីកើតមកប្រពៃណីវប្បធម៌ឯងមិនខំរៀនសូត្រទៅស្ដីឲ្យចាស់ទុំសិតតែចាស់ទុំនឹងល្ងងអត់ដឹងអីខ្លួនឯងប្រឹងរកទ្រព្យមែនសំសរសើររកបានមាសបានលុយកាក់ច្រើនទិញមាសកប់ទុកហ្នឹង
ហើយអាយុទៅ8 9 10សុំលុយបានច្រើនអត់ជឿគាត់ថ្ងៃមួយថ្ងៃឧបោសថដើរមកក្នុងវត្តយាយហៅថាចៅអើយម្នេះមកចៅធ្វើភេទជ្ជៈប្រគិនប្រសងយកបុណ្យហ្នឹងថ្ងៃឧបោសថស្រាប់តែងាកមកទេសនាដាក់យាយទៅមកយាយឯងជាណាអស់ប៉ុណ្ណឹងហើយនឹងឆោតគេទៅនឹងជឿលោកអីមានបុណ្យមានទានអីទៅខំជឿអីចាំទៅខំជឿឆោតស្ដីឲ្យយាយមកឆ្អែតយាយស្ពឹកមុខប្រមងអញហៅគេធ្វើបុណ្យគេទេឲ្យមិនអីទេនាងថាមិនថាទេនាងត្រឡប់ទៅផ្ទះបាន2 3ថ្ងៃស្លាប់ខ្យល់កអូក្មេងសោះខ្យល់កស្លាប់ដែរដល់តែស្លាប់ទៅអត់មានបុណ្យឲ្យកើតជាមនុស្សទៅកើតជាប្រែតអត់ចំណីអាហារនៅក្នុងព្រៃកន្លែងជាចោលខ្មោចមួយកន្លែង3 4 ឆ្នាំក្រោយមកអ្នកស្រុកនាងនឹងបរទេសលក់ដូររស៊ីដូចគេលក់កញ្ចែងលក់ចង្អេរលក់អីអញ្ចឹងទៅយកទៅណាដេកទៅហ្នឹងស្រាប់តាក៏ឈប់សម្រាប់ទេក្នុងដងព្រៃហ្នឹងសូមរយ៉ាអស់ស្ដងគុតអលុតប្រសូសែងទៅតាដោះគោដោះក្របីដាំបាយទឹកហូបម៉ោងប្រលប់គេថាម៉ោងខ្មោចចេញដល់រស៊ីប្រែកហ្នឹងវាចេញមកមែនស្រាប់តែឃើញមុខតាហ្នឹងក៏ស្គាល់បង្ហាញខ្លួនឲ្យឃើញផ្លែតលោកតាស្គាល់ខ្ញុំមិនអត់តានោះយ៉ាកញ្ញាងហ៊ីស្អីចេះលោកអើយណែឯងជាខ្មោចជាព្រាយចង់លងបន្លាយខ្ញុំមែនទេលោកតាខ្ញុំឈ្មោះសេរីនីនៅស្រុកភូមិជាមួយលោកតាដែរមាននឹកចាំដែរអើចៅសេរីនីស្លាប់មក3 4 ឆ្នាំហើយចៅឯងទៅកាន់ទីណាថាលោកតាហើយខ្ញុំកាលនៅជាមនុស្សខ្ញុំប្រមាថមើលងាយប្រសងមើលងាយអាចារ្យមើលងាយយាយតាមើលងាយម៉ែឪជឿបុណ្យបាបអីខ្ញុំអត់ជឿខ្ញុំអត់មានសិលអត់ធ្វើបុណ្យស្រាប់តែខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហារបានខ្ញុំជឿថាឡើងមានប្រែតមែនខ្ញុំមានកម្មធ្ងន់ណាស់មិនអាចទៅផ្ទះបានទេលោកតាប្រាប់ម៉ែខ្ញុំផងថាមាសខ្ញុំកប់នៅក្រោមគ្រែកន្លែងខ្ញុំដេក4សែនប្រហាប់កណាឲ្យគាត់កាយចេញមកហើយបែងជា2មួយចំណែកធ្វើបុណ្យនៅខ្ញុំផងមួយចំណែកទៅឲ្យគាត់ចាយវាចុះបើសិនជាគាត់មិនបានជួយខ្ញុំទេមិនដឹងថ្ងៃខែឆ្នាំណាខ្ញុំរួចពីកំណត់ថ្ងៃនេះទេលោកតាកុំភ្លេចណាផ្ដាំតែប៉ុណ្ណេះបាក់ស្មោលទៅវិញទៅអានឹងគេបង្ហាញមកផ្លែតារៀបចំកន្លែងដេកនៅក្នុងមកយកទៅអាត្មាចេះតែសាងតាអស់ហ្នឹងចេះតែសម្រាប់លោកដែរអាត្មាសម័យវិញថាបើទៅជាអាត្មាវិញមកយកនោះគ្មានលោកទេអង្គុយចាំមើលនៅក្រៃមកទៀតបាននិយាយគ្នាដល់តាហ្នឹងលោកមកយកលឹមដែរបោះអាទេសចេញមកទៀតពេលមកដល់ផ្ទះយាយនឹងជប់អាទេសយាយឲ្យយាយខ្ញុំជប់កូនយាយឯងយាយខ្ញុំជប់កូនឯងយាយឯងយាយនោះកំពុងឈឺយាយទទួលភួយងើបឡើងបើកផោយបានភួយដល់ភួយខ្នើយដល់ខ្នើយរត់មកឯណាកូនខ្ញុំឯណាលោកយាយនៅក្នុងព្រៃខ្មៅយីនោះទេបង្ហាញខ្លួនថាម៉េចថាឲ្យលោកយាយហ្នឹងណាជួយគាត់មាសនៅក្រុមក្រែកន្លែងនាងដេកចុះថាបុណ្យតែថាបណ្ណានោះឲ្យបែកធ្វើបុណ្យនាងផងនាងថាបើមិនធ្វើបុណ្យនាងទេអត់ដឹងខែឆ្នាំណានាងបានកើតជាមនុស្សទេហើយលោកយាយខំធ្វើសិលទានផងយាយនឹងគាត់មាសនឹងបានមាសមកអង្គុយកាន់សំណោះកូនសំណោះថាម៉េចឃើញទេកូនចង់មានចង់បានកូនមិនជឿបនសោះកូនជឿតែទ្រព្យសម្បត្តិមានបានមួយយ៉ាងឥឡូវទ្រព្យសម្បត្តិកូនអត់មានបាត់ទេកូនស្លាប់ដោយសារហេតុអីកូនស្លាប់ដោយសារកូនអស់បុណ្យមិនមែនអស់លុយទេហើយក៏មិនមែនអស់ទ្រព្យដែរបើកូនបានធ្វើបុណ្យខ្លះណាកូនមិនទាន់ស្លាប់ទេអញ្ចឹងកូនស្លាប់ដោយសារអស់បុណ្យហើយមកពីកូនអត់ទៅថែមបុណ្យមិននេះចាំម៉ែធ្វើបុណ្យឲ្យបានយាយនឹងធ្វើបុណ្យឲ្យកូននឹងបានទទួលផលនឹងទៅកើតឋានសួគ៌ទៅយាយនឹងអស់អាយុទៅដោយសារសិល5ចាំសិល8អស់អាយុទៅកើតឋានសួគ៌ជួបគ្នាជាម៉ែហើយកូននឹងមកអាយុឲ្យនំទៅជាទេវតាអស់គ្នាទៅលើកឡើងបញ្ជាក់ថាស្លាប់ដោយសារអស់អាយុនឹងគឺអស់បុណ្យនឹងគឺអញ្ចឹងហើយបានខ្មែរយើងមានប្រវត្តិមួយគឺធ្វើបុណ្យចម្រើនបជនដោយពាក្យថាសុខោបញ្ញាសហុជយោនរណាកសាងសន្សំបុណ្យនោះនឹងបានសេចក្តីសុខអញ្ចឹងបើស្លាប់ដោយសារអស់បុណ្យយើងខំធ្វើបុណ្យបញ្ចូលក្នុងខ្លួនយើងកុំឲ្យឆាប់អស់ណាយើងណាដូចអ្នកប្រើទឹកពីងនឹងបើថាដងទឹកពីងប្រើអស់ចាក់ទឹកបន្ថែមកុំឲ្យឆាប់អស់ប្រើអុយអស់លឿនបញ្ចូលភ្លើងបន្ថែមប្រើហ្គាសដែលចេះហ្គាសអស់ភ្លើងបញ្ចូលហ្គាសបន្ថែមចុះយើងរស់នៅដោយសារប្រើបុណ្យនឹងយើងបញ្ចូលបុណ្យបន្ថែមយើងមានបុណ្យច្រើនណាស់យើងជឿអត់សម័យបារាំងគេស្លាប់អស់មកកណោឯងព្រមស្លាប់សម័យពី70ដល់75មកអេសងអង្គណាទេវងវិដាបេសៃកុំព្រឺអាស្លាប់កាត់ទម្លាក់ឡើងហុយផ្សេងវិញមេគេស្លាប់ពីរត់ឯងព្រមស្លាប់សម័យ3ឆ្នាំ8ខែ20ថ្ងៃគេកែនទៅជីកព្រែកជីកបន្លាយគេអត់បាយហូបទៅបបគុលចេញគេស្លាប់ហើយរាប់លៀមអ្នកឯងព្រមស្លាប់ទៅមកអាសម័យអសន្តិរូបគេស្លាប់អស់រាប់ម៉ឺននេះឯងព្រមស្លាប់ទេមកអាកូវិញចុងក្រោយគេមកប្រមូលអស់មកកណោហើយគេទៅរស់នេះឯងព្រមទៅគេសោះមកពីហេតុអីនឹងហើយអត់ចម្លែកទេអ្នកមានបុណ្យមិនតន់អស់បុណ្យគឺអញ្ចឹងអត់បាយវេទនាលំបាកមិនក៏មិនស្លាប់តែប៉ុន្តែបើអស់បុណ្យវិញឲ្យនៅតែក្នុងផ្ទះឲ្យស្រួលសោះបើស្លាប់ទេដូចយាយមួយនោះអញមិនទៅហែកកថានេះឯងខ្លះអាយុខ្លីអញដាក់បើគីដេកសិនគេហៅហែកកថាមិនទៅគេទៅអស់ស្រាប់តែឡានដាច់ចកោបើដាច់ចកោមកវាចកោចូលមកគាត់ស្លាប់ដល់ក្នុងផ្ទះបើថាថាមនុស្សអស់បុណ្យអញ្ចឹងគេទៅហែកកថាជីរាប់យូរអត់អីឯងមកនៅក្នុងផ្ទះក៏ស្លាប់ដែរហេតុនេះហើយយើងកុំឲ្យអស់បុណ្យធ្វើបន្ថែមទៅណាញោមណាឯទី3អស់ទាំងអាយុទាំងបុណ្យដំណើរគ្នាទី4ឧបច្ឆេតកកម្មមុនីមានកម្មពីមកខាងផ្ដាច់អានឹង
ដោយដើរទៅមានគោមានខ្យល់មានផ្ទះអីទៅឬក៏ថាបានមានឈឺសង្កត់អីចឹងទៅអាហ្នឹងហើយគេហៅថាកម្មពៀរបស់យើងគេមកដល់យើងធ្លាប់ធ្វើបាបអាយុប៉ុណ្ណឹងពីមុនមកអញ្ចឹងញោមបើអត់មានកម្មពៀទេញោមដើរព្រៃញោមដើរវាលអត់ភ័យអត់បញ្ហាទេបើអ្នកអត់មានកម្មពៀមិនងាយស្លាប់ទៅមកញោមហ្នឹងអញ្ចឹងហើយក្រោយពីស្លាប់ទៅអ្នកនៅរស់ធ្វើបុណ្យជូនអ្នកស្លាប់មាន3អ្នកនៅរស់គេធ្វើបុណ្យជូនអ្នកស្លាប់ទៅមាន3បុណ្យអានឹងរួមដល់សង្ខេបទី1គេហៅថាបុណ្យសពឬហៅថាបុណ្យមរណៈសង្គ្រោះអ្នកស្រុកស្រែខ្លះហៅថាបុណ្យខ្មោចទី2គេហៅថាបុណ្យជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពទី3គេហៅថាបុណ្យតក្កិណានុបទានឥឡូវលើក3បុណ្យហ្នឹងមកនិទានជូនញោមទី1បុណ្យមរណៈសង្គ្រោះគឺសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងសង្គមនេះបើយើងមានអ្នកស្លាប់ហើយមានភ្ញៀវមកច្រើនអញ្ចឹងវាជាលទ្ធផលមួយបង្ហាញឲ្យឃើញពីរឿងខាងដើមមកពីកូនចៅម្ចាស់បុណ្យនឹងធ្លាប់ទៅជួយគេដែរមកពីលោកយាយលោកតាអ្នកម្ចាស់បុណ្យនឹងធ្លាប់ទៅជួយអ្នកស្រុកអ្នកភូមិដែរបានគេមកហ្នឹងបើសិនជាអ្នកណាបុណ្យក៏មិនទៅអ្នកណាពិធីអីក៏មិនដែលទៅអ្នកណាស្លាប់ក៏មិនទៅដល់ពេលយើងមានល្បងគ្មានមនុស្សមកទេទៅរកអាចារ្យស្រួលចង់អាចារ្យលោកអស់ទៀតដូច្នេះហើយក្នុងសង្គមនេះលោកហៅថាសង្គ្រោះគ្នាសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ត្រង់ថាគ្នាបាត់បង់ម្ដាយជាទីស្រឡាញ់ហើយមានទុកមួយបើសិនជាអ្នកស្រុកអ្នកភូមិមិនអើតមិនឈ្ងោកទេគ្នាមានទុកមួយទៀតទុកពីរព្រោះគេអត់អើតឈ្ងោកអ្នកចូលសាសនាដទៃខ្លះកំពុងតែស្ដាយក្រោយដល់ពេលម៉ែឪស្លាប់គ្នាពីណាទៅអើតលោកក៏មិនទៅអាចារ្យក៏មិនទៅស្ដាយខ្លួនហ្មងអញជនជាតិខ្មែរតសញ្ញាណប័ណ្ណដាក់កាន់សាសនាពុទ្ធមិនក៏អញក្បត់ជាតិសាសអញអញ្ចឹងហើយក្រោយលាន់យោមកសង្គ្រោះទី2អានេះសង្គ្រោះទី1ដល់ក្រុមគ្រួសារអ្នកស្លាប់យើងមកជួយគេថ្ងៃក្រោយគេក៏ទៅជួយយើងវិញដែរសង្គ្រោះទី2សង្គ្រោះដល់អ្នកដែលស្លាប់ទៅប្រកបដោយធម៌4យ៉ាងទី1មកចូលចាប់មគ្គផលមានន័យថាគេមិនមែនចង់បានអីពីយើងទេប៉ុន្តែវាបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានក៏ចូលចាប់មគ្គផលនរណាមានចេញនរណាមានមនុស្សស្លាប់ចែកអង្គលុយកាយក៏មកចូលទៅទី2បយៈបច្ចៈជួយស្មោតជួយសុំធម៌អាជួយនិយាយណែនាំក្មួយឲ្យធ្វើអញ្ចេះចៅឲ្យធ្វើអញ្ចេះតែគ្នាកំពុងតែកើតទុកគិតអីមិនចេញទី3ហៅថាអត្តចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួនអីចេះអីក៏ជួយនឹងទៅនិយាយខ្លះចេះតបតែងផ្កានិយាយខ្លះចេះរៀបចំណាំចេះក្រាលអាសនៈជួយគ្នាទៅគ្នាពុំមានទុកអានេះគឺថាសង្គ្រោះទី3ឯសង្គ្រោះទី4គេហៅថាសមានណត្តតាទម្លាក់មាននេះឲ្យស្មើប្រកាន់កុំឲ្យប្រកាន់ថាយើងអ្នកមានយើងអ្នកធំមិនទៅជួយអ្នកក្រីក្រអត់ទេជីវិតមួយដូចគ្នាកើតមកជាតិភាពប្រមាណរស់កើតមកជាតិភាពមួយចានរស់ប្រមាណស្លាប់ប៉ុណ្ណឹងទាំងអស់គ្នាហ្នឹងទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនកប់ដុតទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនបញ្ចប់ទេធ្នូមួយតែប៉ុណ្ណឹងដូច្នេះហើយអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់បានប្រពុតលោកដាក់ថាត្រឹមតែជីវិតមួយដូចគ្នាជួយគ្នាទៅនេះគេហៅថាបុណ្យមរណៈសង្គ្រោះមានន័យដោយខ្លីថាមិនចាំបាច់តែគេអញ្ជើញទេលឺអាហ្នឹងមកណាញោមណាព្រោះអ្នកស្លាប់អត់មានដាក់ប្រូក្រាមមុនទេអានេះបុណ្យមរណៈសង្គ្រោះដល់ទី2គេនាំគ្នាធ្វើបុណ្យជាបណកិច្ចជាបណកិច្ចគឺការរៀបចំទុកដាក់សពតាមប្រពៃណីសង្គមដល់សាសនាបើញោមចង់ស្ដាប់រឿងនិទានពីផ្សេងអាត្មានិទានឲ្យញោមស្ដាប់រឿងនិទានប្រទេសផ្សេងណាញោមគេរៀបចំទុកដាក់សពហ្នឹងវាមាន4របៀបប៉ុន្តែរកឃើញមែនតើកាន់តែច្រើនណាស់ឥឡូវប៉ុន្តែយើងសំដែងជាគោលមាន4របៀបរបៀបទី1ទៅបដាច់ទឹកទន្លេខ្មែរយើងពីសម័យហ្វូណនចេនឡាបូជាឲ្យកោតផេះកោតខ្ជុំទៅដាក់ក្នុងទន្លេអ្នកមានកោតផេះកោតធៀបដាក់ក្នុងកោតមាសកោតប្រាក់កោតសម្រាប់យកទៅតម្លាក់ក្នុងទន្លេក្នុងស្ទឹងក្នុងបឹងអ្នកក្រគ្មានសម្រាប់មាសប្រាក់គេក៏អមដីតាមដាក់ក៏អមឆ្នាំងទៅតាំងទេឥឡូវហ្នឹងក៏នៅមានអធិពលធ្វើបែបហ្នឹងដែរថ្ងៃទី2ទី3នេះបូជាសម្ដេចអគ្គមហាសង្ឃរាជទីវងហ្នឹងក៏ត្រូវយកប្រធានហ្នឹងទៅដាក់ក្នុងទន្លេចឹងដែរដូច្នេះនៅមានខ្លះប្រវត្តិអ្នកដែលជឿទៅលើទន្លេហ្នឹងជនជាតិឥណ្ឌាញោមឲ្យគេជឿទៅលើទន្លេកុងគីគឺជាទន្លេមួយដែលហូរចេញពីភ្នំជាង 3000 ឆ្នាំកន្លងមកហើយដែលគេយកធៀបទៅចោលអ្នកស្រាវជ្រាវថាបាតទន្លេកុងគីកម្រាស់ឆ្អឹងប្រហែលជាង2ម៉ែត្រអាត្មាធ្លាប់ទៅដល់តំបន់មួយដែលលើទៅក្នុងល្ខោនគេហៅថាទីក្រុងពីរាណសីទៅដល់នោះទីក្រុងចាស់បុរាណមែនគេហៅថាវ៉ារ៉ាណសីគាត់ថាអូអញមកដល់ពីរាណសីធ្លាប់ទៅលើក្នុងល្ខោនអ្នកខ្លះគេហៅឈ្មោះថ្មីថាបេណារ៉េសមានសន្តាគារធំនៅនឹងមាត់ទន្លេកុងគីទីក្រុងនៅទន្លេកុងគីសន្តាគារធំហ្នឹងគេដាក់ឈ្មោះថាសន្តាគារចាំស្លាប់ហើយមានទីពិឆាជាង80ទីពិឆានៅតំបន់នោះភ្លើងឆេះតាំងពីព្រឹកទល់យប់តាំងពីយប់ទល់ព្រឹក
mauគេដឹកពីទីចិត្តទីឆ្ងាយមករំកណាត់ក្រហមដាក់លើដបូនឡានតាក់ស៊ីចូលមកអាត្មាស្មានទៅដឹកកូនឈូកមកដល់តថ្លៃអាចារ្យលោកត្រូវទៅលះឲ្យដុតរូនតិចទៀតទៅលះក្នុងទឹកអូគេដឹកពីឆ្ងាយមកមនុស្សជីនៅពេញខាងក្រោមដាក់ខ្មោចទៅលើអត់មានខ្លាចទេបន្តិចហើយដល់តែពេលទីប្រឆានគឺដុតគ្មានប្រទេសគ្មានប្រទេសសោះហើយអ្នកណាដែលគេមានលុយគេទៅជួលសន្តាគារធំហ្នឹងគេហៅសន្តាគារចាំស្លាប់គេយកម៉ែគេទៅជួលបន្ទប់ដាក់ដើម្បីឲ្យគាត់ស្លាប់នៅចិត្តហ្នឹងវាចិត្តផ្លូវទៅឋានសួគ៌គេយល់ថាអាតលេហ្នឹងហូរទៅឋានសួគ៌ហើយដូច្នេះតែបងធានម៉ែឲ្យគេចូលហ្នឹងទៅឋានសួគ៌ហ្មងតែមានលុយមើលតែម៉ែឲ្យគេទាំងហឹងតិចគេទៅជួលបន្ទប់ដាក់ឯនោះតែឥឡូវបន្ទប់នៅទន្លេច្រើនណាស់ខ្ញុំណាចង់ជួលតែថ្មអត់ទេនិយាយពីអ្នកក្រអត់មានលុយជួលបន្ទប់គេដេកតាមមាត់ទន្លេឲ្យលកើជាមួយនឹងគូបើយើងទៅក្នុងដល់ម៉ោង3ម៉ោង4ឡើងទៅឡានទៅថ្ងៃទៅចូលដល់នេះដោយសារមនុស្សច្រើនពេកវាស្ទះគេឲ្យឡានធំចូលលេអាត្មាទៅម៉ោង3ម៉ោង4ដើរសឹងតែជួនតែតាគាត់នៅសម្រាននៅមាត់ទឹកនឹងស្អីសួរទៅគេថាគេសម្រានចាំស្លាប់ដូចវាស្លាប់ទៅចិត្តមាត់ទឹកចិត្តទីតម្លាក់ទៅថាសួរតែហ្មងចេះមានចឹងដែរដល់ពេលអ្នកនៅឆ្ងាយចិត្តក្បែរនឹងល្មមពេលស្លាប់ទៅគេហែមកយំដល់គេហែមកគេលេងភ្លើងគេវាយទៅហឹងវាយទៅហឹងអើងកងគ្រុំក្រាំងទៅអាចារ្យភ្លុកដើរពីមុខគេហើយអ្នកសែងខ្មៅទាំងអស់ហ្នឹងជុំវិញទៅឲ្យអ្នកហែគេស្រែកអ៊ុនទៅហឹងអាចារ្យស្រែកមុខគេហើយអ្នកស្រែកទៅហឹងយើងអត់ដឹងឆ្ងល់រត់មកមើលគេធ្វើអីគេចេះអ្នកនៅមុខគេស្រែកថារាមណាមសច្ចហេអ្នកហែមកទៅហេប៉ុន្តែសលេងគេមិនដូចសលេងអាត្មាទេសលេងគេមានខូសាក់គេមានខូសាក់គេចេញឡើងគូឡខ្ញុំរាមណាមសច្ចហេគេថាឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌មែនទេសច្ចហេគេថាពិតមែនឈ្មោះអ្នកស្លាប់នេះបានទៅឋានសួគ៌ពិតមែនទេពិតមែនដល់មកដល់គេបត់រូនបន្តិចទៅលាក់ក្នុងទឹកនឹងទៅយកមកហើយនិយាយឡើងទូជាមួយអាត្មាទៅដល់កណ្ដាលទន្លេហ្នឹងគេដកម្នាក់មួយជាមួយទឹកនឹងយកមកទុកមកថាទឹកលាងបាបអូខែខ្លះគេនាំគ្នាកាត់ពីខែផ្សេងមកគេមើលទឹកលាងបាបអាត្មាមានយកជើងប៉ះក៏ឃើញខ្មោចដាច់មុខទៅមុខក៏និយាយហ៊ានជាមួយយកមកទុកលើមកប៉ុន្តែអាត្មាទឹកនោះគេបូមយកមកទៅទឹកសក់លុកពេញនោះអាត្មាបានឆាន់គេដែរដល់គេដាំត្រយទឹកនឹងស្អប់បានឆាន់គេដែរនេះមកបែបខ្មែរយើងសម័យពីដើមនៅខាងបាត់ដំបងនៅខាងទន្លេសាបខេត្តទឹកដល់ទៅលេចអស់គ្មានកន្លែងបូជាគេបដែតចោលដែរហើយមានពីដើមដល់ឥឡូវអាត្មាចុះទៅសាកសួរមើលអត់មានទេតែមានបដែតចោលទេប៉ុន្តែមានតម្កល់មានដាក់ក្នុងមជ្ឈលើកដាក់លើប្រទីប្រទាំងហ្នឹងមកហើយបានគេរកកន្លែងបូជាអីមានខ្ញុំថាឥឡូវលែងមានបដែតចោលហើយប្រដាក់ក្នុងទឹកហ្នឹងប៉ុន្តែគ្រាន់តែមានបូជាលើទៅរួយក្នុងទឹកមានមកបែបទៀតជំនឿអ្នកស្លាប់ទៅគេយកទៅចោលក្នុងព្រៃនៅប្រទេសអេស្គីមូគេមានតកកច្រើនគេជឿថាតយកសពនឹងទៅដាក់នៅលើតកកហ្នឹងម៉ែគេបានទៅឋានសួគ៌ហ្មងមកដល់ហើយឲ្យតែស្លាប់គេយកទៅដាក់លើភ្នំតកកហើយនៅអាហ្វ្រិកាមួយនោះគេយកទៅដាក់ក្រោមដើមឈើហើយគេនាំគ្នារាំជុំវិញគេថារាំហ្នឹងជូនដំណើរគាត់បានទៅឋានសួគ៌ហើយឯចំណែកមនុស្សកើតមកគេនាំគ្នាអង្គុយយំគេថាយំហ្នឹងកើតមកមិនបានយំគេថានាំទុកមកអ្នកស្លាប់ទៅផុតទុកហើយគេរាំគេសែងថ្មទៅរាំទៅមកបែបពីចឹងទៅហើយដល់តែអ្នកខ្លះយកទៅចោលក្នុងព្រៃនៅប្រទេសឥណ្ឌាពីដើមគេចោលលើគេលកោប៉ុន្តែឥឡូវគេធ្វើកន្លែងចោលជុំគ្នាខ្ញុំបើយកទៅដល់កន្លែងគេចោលខ្មោចហ្នឹងទៅដូចឡចឹងធំមកគេធ្វើកផែងជុំវិញចឹងខ្ញុំទៅអើតមើលព្រះហើយអាចាស់គូមានអាថ្មីគូមានដូចពហុចឹងខ្ញុំឲ្យព្រៀនត្មងទាំងខ្មោចក្មេងទាំងខ្មោចចាស់គេដាក់ចោលចឹងប៉ុន្តែបើនៅម៉ុងហ្គូនីនិងទីបេខាងជើងគេចោលក្នុងព្រៃគេនិយមមានជំនឿថាឲ្យសាក់ស៊ីបានម៉ែគេបានបងគេបានទៅឋានសួគ៌ម្ល៉េះហើយគេជឿទៅលើសត្វថ្មាសពថ្ងៃមានថ្មាជាង200ថ្មាចាំចុះមកស៊ីសាសក់នៅខាងទី3គេយកខ្មោចទៅដល់ទៅអាចារ្យភ្នំគេហៅដុំទេគេកាប់មកកណាត់គេលះចឹងហើយគេដាក់រៀបចឹងទៅហើយបានគេអញ្ជើញថ្មាមកថ្មាហ្នឹងគេមកមានរបៀបទៀតតម្រង់ជួរគ្នាមកវាមកស៊ីទៅគេធ្វើមុននឹងស៊ីគេធ្វើបាំងស្កោតបាំងអីគេទៀតហើយដល់ថ្មាស៊ីហើយទៅកូនគេសប្បាយគេថាម៉ែគេបានទៅឋានសួគ៌ហើយគេហត់ទៅមើលលាក្បាលថ្មាចុះប្រហោងប៉ុណ្ណាអាចារ្យគេទាញតាមប្រហោងនោះប្រហែលថ្ងៃទៀតគាត់កើតប្រហែលខែទៀតគាត់កើតចឹងមកអានឹងមានជំនឿនៅទល់សប្តាហ៍ថ្ងៃនឹងអានឹងយើងយកទៅដាក់ចោលក្នុងព្រៃខ្មែរយើងសម័យអង្គរមានខ្លះឥឡូវឡើងមានជំនឿមួយទៀតយកទៅកប់ក្នុងដីអាកប់ក្នុងដីនេះយើងរកឃើញភ្នូបុរាណនៅក្រិចនៅរ៉ូមនៅអេស៊ីបមួយថ្លៃទៀតខ្ញុំរកឃើញមួយថ្លៃខ្ញុំមុននៅអាមេរិកគេទិញបានពីអេស៊ីបមកមួយអាត្មាទៅរកមើលគេដែរទិញសវត្ថអត់តាន់គេទេគេចូលពេញទាំងអស់គាត់តែខ្មោចម៉ាំងមីសោះនោះទៅដើមគ្នាមើលប៉ុន្តែគេឆ្ងល់ថាបុរាណនោះរាប់ពាន់ឆ្នាំហើយមិនដឹងដាក់ឆ្នាំអីទុកឲ្យនៅរសាររៀងនៅកើតនេះអានឹងល្បីណាស់សូម្បីតែអាកប៉ាល់ទីតនិចដែលលេងនោះក៏មានជំនឿខ្លះថាមកពីដឹកខ្មោចទីតនិចដឹកខ្មោចណែម៉ាំមីមកដែរ
ម្លោះហើយរកឃើញភ្នោបុរាណតាមបែបអន្តរជាតិមាន4ទី1គេហៅថាម៉ាំមីសពគេបញ្ចុះដាក់បញ្ឈរឬលិតជង្គង់បញ្ឈរនឹងគេហៅម៉ាំមីសពមួយទៀតគេហៅដុលម៉ងគេរកថ្ម3ដុំគេជីកម្ដៅឲ្យជ្រៅទៅគេដាក់ថ្មពីរខាងគេដាក់សពនៅកណ្ដាលដាក់ថ្មមួយគ្រាប់ពីលើតែប្រែថាតក់ថ្មនឹងដុលម៉ងមួយទៀតគេហៅថាម៉ងហៀគឺគេដាក់ថ្មមកផ្ទាំងពីក្បាលទៅនេះចេញមកអើមកថ្លឹងខាងលើនេះដល់គេកប់ទៅឃើញថ្មឬក៏ថ្លឹងអានឹងសបោនៅអាមេរិកសបោហ្នឹងហៅម៉ងហៀមួយទៀតគោខើបំផុតឥឡូវគេបាត់ចោលហើយគេហៅថាកប់សពសមូហភាពបើស្ដាច់ត្រាញ់បើសិទ្ធិអ្នកមានគេទៅលងតបោឬលងភ្នំដាក់សាកសមនៅកណ្ដាលដាក់អ្នកកម្រើព័ទ្ធជុំវិញកប់ទៅទាំងអស់ជាមួយអ្នកកម្រើនឹងរបស់ឲ្យទៅកម្រើស្រុកខ្មៅទៀតបែបនេះលែងមាននៅឥណ្ឌាមានប្តីស្លាប់ទាំងប្រពន្ធទៅជាមួយនេះក៏មានកប់ទាំងប្រពន្ធនេះក៏មានដែរអានោះក៏លែងមានដែរហើយមួយទៀតនៅខ្មែរយើងគេនិយមកប់សពដែរប៉ុន្តែមានប្រពៃណីអញ្ចឹងគាត់មានជំនឿមួយថាអាត្បូងអាហ្គេតហ្នឹងគឺរកឃើញនៅប្រទេសក្រិកមុនសាសនាយេស៊ូ1500ឆ្នាំនៅទន្លេអាហ្គេតត្បូងហ្នឹងគេជឿថាជាត្បូងស័ក្តិសិទ្ធិមួយឃុំក្រុងពលឹងមនុស្សមេតបធំតែមានត្បូងអាហ្គេតហ្នឹងនៅតាមខ្លួនទាំងអស់មេតបបុរាណខ្មែរយើងក៏យកត្បូងអាហ្គេតហ្នឹងមកឃុំពលឹងដែរថាត្បូងហ្នឹងជួយវិញ្ញាណទី7នៅណាកាន់ត្បូងហ្នឹងនៅណាក្បត់យើងនៅណាធ្វើឲ្យយើងចាប់ដឹងយើងចាប់យល់ជាពិសេសមេតបម្ល៉េះហើយគេយកត្បូងអាហ្គេតហ្នឹងមកឆ្លាក់ធ្វើជាឡតនិងធ្វើជាកម្មគេដាក់ទៅជាមួយខ្មោចម៉ែឪដើម្បីទាញឃុំពលឹងគាត់ហ្នឹងឲ្យទៅថាសួរកុំឲ្យពលឹងហ្នឹងបែកឆ្វេងទៅណាដល់តែពេលយើងសិក្សាឃើញអញ្ចឹងយកមកគេទៅកាយតំបន់ពោធិ៍សាត់តំបន់នៅប្រទេសមានជ័យអត់មានជ័យកាយបានអាឡតយើងហៅថាឡតនោះឲ្យទៅបងអារ៉ែនឹងយកឡតយកកម្មមកលក់រហូតដល់ខាងរដ្ឋអំណាចចុះទប់ស្កាត់បើកុំចង់ដើរកាយភ្នោបុរាណអស់ឥឡូវរកឃើញភ្នោបុរាណអត់មានជ័យប្រទេសមានជ័យបាត់បងពោធិ៍សាត់ហើយនឹងព្រៃវែងភ្នោបុរាណធំហ្នឹងខ្មែរយើងមានបញ្ចុះធ្លាប់ដាក់ពីងខ្ញុំពីដើមសម័យពូននចេញឡាដាក់ពីងហើយតែអាពីងហ្នឹងកាយឡើងមកវិញសប្តាហ៍ដាក់តាមវត្តដាក់ពីងវែងហ្នឹងគេសម្រាប់បញ្ចុះសពតែខ្ញុំឥឡូវខ្ញុំដាក់ទឹកឆានលន់ដូច្នេះទៅឥឡូវគេបាត់អាភ្នោបុរាណហ្នឹងខ្មែរយើងកាយមានជំនឿរឿងពាក្យថាប្រឡងពាក្យថាប្រឡងប្រែថាគ្រឿងខ្លងយកទៅដល់ខ្មោចប្រើយកទៅដាក់ទៅឲ្យខ្មោចប្រើខ្មោចវាទៅចោលក្នុងព្រៃគេដាក់ក្នុងព្រៃបើខ្មោចគេកប់ទេវាទៅកប់ដីដល់យើងទៅកាយរកឃើញដាក់រកឃើញបណ្ណាឆាស្លាមដាក់បុកស្លាឃើញឈើច្រត់ឃើញកបិតបន្ទប់ឃើញខ្សៀបានគេថាអាខ្សៀអាឈើច្រត់នេះតំណងបោះតាបណ្ណាឆាស្លានឹងដាក់បុកស្លាតំណងបុកយាយកូនចៅគេចង់ឲ្យយាយនឹងយកទៅប្រើទៅស្រុកខ្មោចគេកប់ទៅជាមួយដល់តែសម័យក្រោយគេបូជាដោយភ្លើងហ្នឹងក៏គេយកអាប្រឡងមកដាក់នឹងទីវិឆាកន្លែងបូជាហើយគេឲ្យគ្រូឲ្យលោកទៅឆាណាញោមណាដល់ពេលក្រោយមកទៀតយើងយកគ្រឿងប្រឡងយើងមកដាក់ក្នុងផ្ទះក្នុងរោងបុណ្យឲ្យលោកឆានៅនឹងត្មងបានគេឲ្យប្រឡងមកពីដើមគេប្លង់ចោលនៅខាងរោងតម្រៃអាត្មានៅព្រៃវែងមានដាក់ប្រឡងអញ្ចឹងទីវិឆាឲ្យតែបូជាសោះឲ្យដាក់ប្រឡងឲ្យលោកទៅឆាគេឲ្យធូបគម្រាយមកគេទៅគោះទ្វារគាត់លោកហើយលោកដាក់ប្រឡងឲ្យក្រុមគេដាក់សងដីទៅវងយកមកឈើច្រត់មួយកសៀកទឹកមួយកលឹងទីវិឆា3ជុំឆាយកមកទៅលោកបានស្គរបានតែស្គរច្រើនលេខចិត្តចូលឆ្នាំនេះលោកចោលទៅដាក់ប្រឡងម្ដងអត់ទូបែបរៀងពីវិឆាមកដល់គាត់លោកតាគូវាពុកលោកតាថាប្រឡងមកអាត្មាអាចដាក់ជាពោសង្ឃដីទៅឆាសិនដើរ3ជុំអត់ឃើញប្រឡងសោះប្រឡងមកវិញមកដល់គាត់គេលីហាប់លោកទៅបាត់ដល់គឺមានអញ្ចឹងដែរដូច្នេះហើយមានជំនឿចោះសពខ្មែរយើងមានកប់ទៅក្នុងដីហើយដល់ខែដល់ពេលវេលាកាយវិញគេហៅថាបុណ្យលើកធាតុណាខ្ញុំណារីឯចៅអធិការនិងអ្នកជាអិសរាជជនគេដាក់ឡតមានឡតដាក់ធ្វើដែកពឹកចំហុយទៅលើទៅក្រោមក៏មានឡតដីខ្សាច់ក៏មានឡតដីខ្សាច់គេលងស្នូហើយគេដាក់សក់ទៅគេកប់ដីខ្សាច់ដើម្បី4ឆ្នាំកាយដីខ្សាច់មកដល់ទៅចាំដីខ្សាច់ស៊ីសាច់អស់អានោះគេលែងសូវធ្វើហើយនិយាយពីចិនជនជាតិចិនគេកប់ភ្នោហ្នឹងចិនពីដើមនិងចិនឥឡូវខុសគ្នាចិនពីដើមគេមានជំនឿថាកប់សពម្ដាយនឹងឲ្យទាន់ព្រះសិអាមេត្រីហើយដល់ចឹងសម័យថ្មីគេគិតទៅពីរឿងហងស៊ុយគេតាមពិតទៅរឿងនិទានមកអញ្ចេះព្រះសិអាមេត្រីមានកម្មពីជាមួយនឹងប្រកាសបៈព្រះកាសបៈដែលលោកប្រេតនៅពីសពថ្ងៃនៅភ្នំមួយនៅប្រទេសឥណ្ឌានឹងក្រុមកកដាក់បានកកដាក់ការីហ្នឹងណាហើយភ្នំហ្នឹងលោកនៅប្រេតនៅពីទៅភ្នំហ្នឹងវាក្តោបលោកទុកនៅក្នុងហ្នឹងនៅមេរិយាវត្តសមាធិទៅយកពួកជប៉ុនទៅថតយកបានរូបហ្នឹងមកគេថាដល់ជំនាន់ព្រះសិអាត្រាស់ដឹងឡើងលោកទៅបូជាសពលោកនៅលើបានដៃនឹងបូជាហើយទៅបានលោកសម្ដែងធម៌ព្រះសិអាមេត្រីសម្ដែងធម៌មនុស្សស្ដាប់ពេលនោះនឹងបានសម្រាប់អ្នកផលលន់អញ្ចឹងទៅជនជាតិចិនគេនាំគ្នាកប់ឲ្យទាន់ដំណាក់កាលនោះព្រោះចិនមានជំនឿទៅលើព្រះកាសបៈខ្លាំងជំនាន់ដើមមកពីព្រះសិអាមេត្រីនិងកាសបៈមានកម្មពីរឿងមកតម្រៃប្រើតម្រៃឲ្យកាន់ដែកដុតក្តៅឲ្យគេមើលដើម្បីបានលុយតម្រៃនឹងវាគោរពចេតកម្មទៅមកតម្រៃនឹងកើតជាព្រះសិអាមេត្រីនោះរីឯតម្រៃនឹងជាកាសបៈនឹងមានកម្មពីគ្នាអញ្ចឹងបានព្រះសិអាមេត្រីទៅបូជាសពលើបានដៃនឹងវិញហ្នឹងណាហើយដល់តែចិនសម័យថ្មីបើរឿងហងស៊ុយគេតាណាពីបរោះម្នាក់ហ្នឹងម្ដាយស្លាប់ទៅគាត់មានកន្លែងកប់ម្ដាយក្រពេញ3ខ្មោចម៉ែដើរទៅឃើញធ្លាប់កបីដេកហើយក៏យកទៅកប់ធ្លាប់កបីដេកនោះស្រាប់តែកប់ហើយពូនភ្នោទៅចេះទៅគ្រប់ថ្វាយអង្គមព្រឹកល្ងាចទៅបើអើទេវតានៅជុំវិញហ្នឹងថែអាសាគាត់រស់ស៊ីមានដាច់គេមកភូមិនៅខ្លាចជាអ្នកមានតាគាត់ថាអាហ្នឹងវារស់ស៊ីមានមក
ពីរឿងកប់ខ្មោចម៉ែវាចំដីមានបើមិនជឿឲ្យគាត់ទៅដាក់ឆ្ងាយមិនលែងមានតែគេបញ្យុគេថាណែណែឯងកប់សពម៉ែចំថ្លុកកបីនឹងអស់ណាណោះអាកពូក្នុងអាខ្ពស់អាដីថ្លៃបានទៅសំរកស៊ីកាន់តែមានជាងនឹងទៀតឃើញ